ម៉ែអញជំពាក់លុយគេ50,000ម៉ែចំកូនសងវាជារឿងធម្មតាទេនឹងម៉ែខ្ញុំអ្នកជំពាក់តើមិនពាក់ព័ន្ធអីជាមួយខ្ញុំទេម៉ែអញប្រាប់ថាយាយអញមិនមែនទុកឲ្យតែហាងស្រានេះទេនៅមានត្បូងពេជ្រប្រចាំត្រកូលទៀតត្រៀម3 2 1បើកខ្ញុំឆ្លងភពមែនទេខ្ញុំឆ្លងភពមែនតើអ្នកនាងតូចឈប់សិនទៅអ្នកនាងឲ្យពួកយើងច្បាំងគ្នា3ថ្ងៃហើយមិនទាន់មានអីចូលពោះទេសានជេញ៉ាំបាយព្រះឲ្យប៉ុន្មានឆ្នាំហើយដែលខ្ញុំមិនបានញ៉ាំបាយស្អាតបែបនេះពងមាន់មានទាំងពងមាន់ទៀតអំបិលក្នុងនេះមានដាក់អំបិលទៀតអ្នកនាងពួកខ្ញុំមិនអាចញ៉ាំបាយអ្នកនាងទេបានទេខ្ញុំមានប្រាក់ហើយនឹងស្នៀតសក់ស្ពាន់នេះបើអ្នកនាងមិនយកទោះទេសូមទទួលទុកទៅស្ពាន់បុរាណមិនដឹងថាបើនៅសម័យទំនើបលក់បានថ្លៃប៉ុន្មានទេអ្នកនាងខ្ញុំមានកងដៃស្ពាន់មួយទៀតជូនអ្នកនាងទាំងអស់ចុះល្មមតែម្ដងកំពុងតែជំពាក់គេផងចាំមើលខ្ញុំរកលុយនៅសម័យបុរាណនេះឲ្យបានច្រើនសិនអូចាំបន្តិចក្បាច់មួយនេះមិនក៏ដូចក្បាច់នៅលើត្បូងពេជ្រម្លេះមើលទៅរៀងស្រដៀងដែរតើមនុស្សណែណាទៅបាត់ទៅណាហើយមិនក៏ខ្ញុំឆ្លងភពមកវិញទៀតហើយមិនមែនទេអញ្ចឹងមានន័យថាបង្វិលត្បូងថ្មនេះគឺជាវិធីឆ្លងភពខ្ញុំទើបតែទៅធ្វើម្ហូបឲ្យមនុស្សសម័យបុរាណ2នាក់មិននឹងអញស្មានតែធ្វើពុតជាឈួតអញ្ចឹងមិនបាច់សងបំណុលមែនទេឆាប់ឲ្យលុយមកចាំសិន1 ម៉ោងទៀតខ្ញុំនឹងឲ្យលុយទៅលោកមិនអាចទៅរួចទេរបៀបឆ្លាក់ក្បាច់បែបនេះឬថាបាត់បង់យូរហើយតើតែតម្លៃមកបើថោកពេកខ្ញុំមិនលក់ទេយ៉ាងហោចណាស់ក៏ជារបស់បុរាណដែរបើមិនឲ្យ5 60000ទេខ្ញុំដូរថៅកែហើយណា6 60,000មែនទេប៉ុន្មាន80,000មែនទេមិនអាចឲ្យលើសនឹងទៀតទេណាព្រមតែតម្លៃនឹងចុះមានហើយយើងឲ្យយកអាសម្រាមអស់នឹងទៅបោះចោលឲ្យអស់ទៅកុំបោះអីគេឲ្យលុយពួកឯងប៉ុន្មានខ្ញុំឲ្យ10 ដងអរគុណថៅកែទៅឲ្យឆ្ងាយទៅលោកយាយពិតជាទុករបស់មានតម្លៃឲ្យខ្ញុំមែនតើខ្ញុំត្រូវត្រឡប់ទៅសម័យបុរាណរកលុយឲ្យបានច្រើនទើបអាចគេចផុតពីម៉ាក់បានឆន្ទានសង្ហាខ្លាំងណាស់មកនេះមកដេកក្នុងរង្វង់ដៃបងស្រីមកអូហូមុខរបួសបែបនេះខ្ញុំកាន់តែចូលចិត្តទៀតស្រីសម័យបុរាណញ៉ាំអីឆ្ងាញ់ដល់ថ្នាក់នឹងមែនបើគុំតែឃើញមុខសង្ហារបស់ឯងគុំអីខ្ញុំមិនជួយឯងទេខ្ញុំនៅរស់មែនទេនាងជាអ្នកណាហេតុអីក៏សុកមកជួយខ្ញុំបានហើយខ្ញុំចង់បានដាវធំនៅក្នុងដៃឯងនឹង
មើលទៅដឹងតែមានតម្លៃថ្លៃបាត់ទៅហើយខ្ញុំជួយអញហើយអញឲ្យវាមកខ្ញុំមក ដើរជាជីវិតរបស់បុរសនិងជាព្រលឹងនៃសមរភូមិ អញ្ចឹងអញយកខ្លួនប្រានមកសងវិញមក ដាវនេះមុតណាស់អាចកាត់ក្បាលពួកអាមនុស្សអាក្រក់បានយ៉ាងងាយ ដាវនេះខ្ញុំផ្ញើទុកនៅកន្លែងអ្នកនាងសិនចុះថ្ងៃក្រោយខ្ញុំនឹងមកលួសយកវិញជាមិនខាន ផ្ញើទុកនៅខ្ញុំហើយនៅចង់មកយកវិញទៀតអេចាំខ្ញុំទៅរកអីឆ្ងាញ់ឲ្យញ៉ាំ សម័យសង្គ្រាមបែបនេះស្រីដូចជាអ្នកនាងមានអីញ៉ាំទៅទុកញ៉ាំខ្លួនឯងទៅ ដឹងថាឃ្លានហើយតែមិននឹកស្មានថាឃ្លានដល់ថ្នាក់នឹងសោះ មីដែលអ្នកនាងធ្វើពិតជាឆ្ងាញ់ណាស់តើវាជាមីអីទៅ មីដែលអ្នកធ្វើឆ្ងាញ់ខ្លាំងណាស់តើវាជាមីអ្វីទៅ មីសាច់កូកូរបស់លោកគ្រូខាង សៀវមីហ៊ូលោកម្ចាស់ទីបំផុតទូបង្គំរកលោកម្ចាស់ឃើញហើយនេះជាអ្វីទៅហេតុអីក៏ឈ្ងុយម្លេះនាងធ្វើមីសាច់គោឲ្យខ្ញុំមួយចានអញ្ចឹងឲ្យទូបង្គំមួយចានដែរមកនេះជាមីសាច់គោហ្នឹងសាច់គោនៅណាទូបង្គំនឹងចាប់ជនបោកប្រាស់នេះភ្លាម របស់ខ្លាញ់ខ្លាយទេសាច់គោនឹងធ្វើពីទៅហ៊ូក្រៀមតើដូចនំភរិយាអញ្ចឹងក្នុងនឹងក៏គ្មានភរិយាដែរមែនអត់ លោកម្ចាស់នាងនិយាយត្រូវហើយនៅក្បែរនេះសូម្បីតែសម្បុកឈើក៏គេស៊ីអស់ដែរចុះតម្រាំតែសាច់គោ ត្រូវហើយ ក្នុងក្រុមនេះមនុស្សដាច់ពូស្លាប់ពេញដីដល់ថ្នាក់ដូរកូនគ្នាដើម្បីស៊ីសាច់ទៀតផងចុះឯងបានគ្រឿងផ្សំទាំងនេះមកពីណានិយាយមកតើឯងជានរណាឲ្យប្រាកដខ្ញុំជាអ្នកជំនួញតើអ្នកជំនួញតែងតែមានច្រកផ្លូវរបស់គេហើយបើឯងព្រមសហការជាមួយយើងធានាថាឯងនឹងរស់នៅយ៉ាងសុខស្រួលឯងឲ្យលុយមកយើងនឹងឲ្យស្បៀងទៅវិញការរកស៊ីមួយនេះឯងព្រមធ្វើឬក៏អត់រឿងដែលឯងនិយាយថានឹងយកខ្លួនប្រាណមកសង្គមមិញនេះប្រហែលជាពួកយើងអាចពិភាក្សាគ្នាបានទៀតណា ហាលោកម្ចាស់គឺជាវាងយេណានៅតែជាវាងយេដែលតើនឹង ខ្ញុំមិនជឿលើស្នេហាទេមនុស្សប្រុសគ្រាន់តែជាផ្សែងហោះកាត់ភ្នែកប៉ុណ្ណោះមានតែលុយកាក់ទេទើបជាស្នេហាពិតមិនប្រែប្រួល ពិតជាឃើញលុយភ្នែកឡើងក្រឡេកជក់ចិត្តនឹងក្លិនលុយកាក់ដល់ឆ្អឹងមែន ខ្ញុំចង់បានលុយ ដៃទេស្អាតបែបនេះខ្ញុំពិតជាពិបាកធ្វើតាមណាស់ អត់លុយបើអត់លុយផងមកនិយាយជាមួយខ្ញុំធ្វើអី អ្នកនាងពួកយើងត្រូវបានស្រូវឡំពាត់រកខែមកហើយទាំងស្បៀងទាំងប្រាក់ខែគឺដាច់អស់ហើយលោកម្ចាស់របស់ពួកយើងដឹកនាំតប20000នាក់តស៊ូអស់កន្លះឆ្នាំសូម្បីតែសេះចម្បាំងក៏សម្លាប់ស៊ីដែរ បើមិនគិតពីខ្លួនឯងទេគឺចប់ហើយចុះលោកធ្វើបាបខ្លួនឯងធ្វើអី ទីហ៊ានទាំងនេះបានរួមសុខរួមទុក្ខជាមួយខ្ញុំពួកគេគឺជាគ្រួសាររបស់ខ្ញុំទៅហើយ គ្រួសារអីយកគ្រឿងផ្សំទាំងនេះទៅវិញសិនទៅស្អែកខ្ញុំនឹងអន់សៅមីនិងអង្ករថែមទៀត មានទាំងអង្ករនិងម្សៅមីផងមានសាច់ទៀត មិនមែនឲ្យទេណាអោក្រោះសម្លៀកបំពាក់និងដាវរបស់ពួកលោកត្រូវជារបស់ខ្ញុំទាំងអស់ តែបើលោកម្ចាស់ខ្ញុំដើរស្រាប់ចូលបន្ទីវិញវាហាក់ដូចជាខ្មាស់គេពេកហើយដូចជា ជំពាក់សិនចុះយើងមិនឲ្យជំពាក់ជាដាច់ខាត លោកម្ចាស់មើលទៅនាងពិតជាមិនចាប់អារម្មណ៍នឹងលោកម្ចាស់មែនហើយមនុស្សទាំងនេះជាតួអង្គក្នុងរឿងព្រេងនេះជាដាវរបស់ស្ដេចយ៉ែន វីរបុរសស្ដេចយ៉ែនមិនមែនជាយ៉ែនឈៀនទេដឹងគេទាំងក្រទាំងកំណាញ់ច្រឡំខាមហើយថែមទាំងមុខក្រាស់ទៀត និយាយផ្ដេសផ្ដាសនេះជាឯកសារប្រវត្តិសាស្ត្រនៃរាជវង្សដេសិងស្ដេចយ៉ែនដឹកនាំទ័ព20000នាក់ទល់នឹងទ័ពសត្រូវ20000នាក់ឈាមស្រោចពេញទឹកដីចុងក្រោយទ័ពទាំងមូលត្រូវបានកំទេចពេលស្ដេចយ៉ែនស្លាប់នៅសមរភូមិគាត់មានអាយុទើបតែ21ឆ្នាំប៉ុណ្ណោះគឺអាយុដែលមិនទាន់រៀនចប់មហាវិទ្យាល័យផង គាត់ទៅតែអាយុ21ឆ្នាំទេអី 20លានហើយខោអាវប៉ាវទាំងនេះ5សែនទៀត 20លាន
ច្រើនណាស់តែបើខ្ញុំលក់ឲ្យក្រោះគាត់នឹងឆាប់ស្លាប់ជាងមុន 30 លាន 30 លានហើយនៅស្ទាក់ស្ទើរអីទៀត ខ្ញុំលុយដែលខាត់បងទាំងនេះមិនយូរមិនឆាប់ខ្ញុំនឹងរកវាពីសម័យបុរាណវិញឲ្យបានមេងអើយនិយាយថាឯងលក់វត្ថុបុរាណបានលុយច្រើនណាស់មែនទេឆាប់យកមកឲ្យម៉ាក់ដោះស្រាយសិនមកបងស្រីបងស្គាល់ត្រកូលហ៊ូនៅក្រុងគីយ៉ូតូទេគេសុខចិត្តឲ្យលុយបណ្ណាការ50 លានដើម្បីរៀបការជាមួយបងណាគេគ្រាន់តែចង់ឲ្យបងទៅរៀបការដើម្បីកាត់គ្រោះឲ្យកូនប្រុសគេដែលដេកស្ទប់ស្ដឹងប៉ុណ្ណោះ50 លាននេះពួកឯងចង់លក់ខ្ញុំដើម្បីសងបំណុលមែនទេ កុំនិយាយអញ្ចឹងអីនេះគេហៅថាជួយសម្រេចបំណងតើ ត្រូវហើយគូស្រករល្អបែបនេះអ្នកផ្សេងចង់បានក៏រកមិនបានផងល្អអញ្ចឹងឯងទៅខ្លួនឯងទៅ អូហូនៅមានរបស់ល្អលាក់ទុកទៀតផងតើខ្ញុំថាហើយថាឯងអាត្មានិយមមានរបស់ល្អលាក់ទុកម្នាក់ឯងយកមកឲ្យខ្ញុំភ្លាម ដាក់ចុះភ្លាម មិនដាក់ទេរបស់នេះជារបស់ខ្ញុំ ដាវនេះមុតស្រួចណាស់អាចកាត់ដៃជើងមនុស្សអាក្រក់បានណាអាសពមើលគុណឯងហ៊ានយកដាវមកជុំមកអញផងអី ចាប់ពីពេលនេះទៅនាងមិនមែនជាប្អូនស្រីខ្ញុំទៀតទេហើយអ្នកក៏មិនមែនជាម៉ែខ្ញុំទៀតដែរចេញទៅ ឯងចាំមើលទៅមានគ្នាដែរប៉ុន្មានអ្នកហ្នឹង ក្នុងសម័យសង្គ្រាមបែបនេះតើអ្នកអាចដឹកស្បៀងបានប៉ុន្មានទៅពួកយើង5 1នាក់គឺគ្រប់គ្រាន់ហើយពួកយើងសុទ្ធតែជាបរិសុទ្ធដែលធ្លាប់ឲ្យគូរបស់ធ្ងន់ម្នាក់លីអង្គ3បាវរត់ជុំវិញកំពែងក្រុង3ជុំគឺជារឿងតូចតាចបំផុត 5000 គីឡូលីវាហើយរត់ជុំវិញកំពែងក្រុងទៅ អបព្រះអើយនេះខ្ញុំមិនមែនកំពុងយកសឹកទេមែនទេលើកនេះពិតជាអាចញ៉ាំឆ្អែតហើយ 5000 គីឡូឯណោះអោក្រោះពីកំភ្លេតរបស់ពួកយើងដូរបានស្បៀងដល់ទៅ 5000 គីឡូ ក៏មិនមែនអញ្ចឹងដែរមិនមែនខ្ញុំមិនទទួលយកនោះទេ ខ្ញុំយល់ថាបើបាត់បង់អោក្រោះខ្លួនឯងវាពិតជាគួរឲ្យខ្មាស់គេណាស់បើចង់លក់ត្រូវលក់របស់សត្រូវវិញពួកឯងសម្លាប់សត្រូវឲ្យបានច្រើនទៅកុំឲ្យខាតកម្លាំងចិត្តខ្ញុំស្បៀងដែលស៊ីនស៊ឺយកមកឲ្យពួកអញថ្មីនេះ អូយឯងចង់ធ្វើអីទៀតហើយហ្នឹងក្នុងសម័យសង្គ្រាមស្បៀងថ្លៃណាស់ណា អ្នកនាងមានគុណធំធេងណាស់សូមទទួលការគោរពពីខ្ញុំផង ឆាប់ក្រោកឡើងឆាប់ឡើងអូយក្រោកឡើងមកក្រោកឡើងពួកអ្នកទាំងអស់គ្នាក្រោកឡើងមករបស់ទាំងនេះជំពាក់សិនចុះចាំថ្ងៃក្រោយយកអាវក្រោះត្រូវមកដូរវិញនេះគេហៅថាការដូរស្មើគ្នាមិនបាច់អរគុណទេ ពីមុននាងមិនព្រមឲ្យជំពាក់ស្មានតែនាងគិតតែពីរឿងលុយកាក់មិននឹកស្មានថានាងមានចិត្តបុណ្យបែបនេះសោះតែរបស់អ្នកហេតុអីក៏របួសបែបនេះ យកមកនេះមក អ្នកណាហ៊ានធ្វើឲ្យអ្នកមានគុណរបស់ខ្ញុំរបួសខ្ញុំនឹងកាត់វាជាកង់ឥឡូវនេះ អូយមិនអីទេរឿងដណ្ដើមស្បៀងវាត្រូវតែមានប៉ះទង្គិចគ្នាបន្តិចបន្តួចហើយជារឿងធម្មតាទេមិនអីទេ របស់នេះជូនអ្នកថ្ងៃក្រោយបើមានអ្នកណាហ៊ានមកធ្វើបាបអ្នកទៀតត្រូវតែទាត់វិញទេ ខ្ញុំមិនហ៊ានសម្លាប់មនុស្សទេណា មិនមែនឲ្យឯងទៅសម្លាប់គេទេគឺដើម្បីការពារខ្លួនឯងនឹងណាក្នុងសម័យកាលដ៏ច្របូកច្របល់នេះត្រូវចេះការពារខ្លួនឯងយល់ទេចេះប្រអត់ចាំខ្ញុំបង្រៀន មិនអីទេកុំខ្លាចកុំស្ទាក់ស្ទើរសម្រាប់ទៅមនុស្សទៅណាអស់ហើយពួកឯងប្រញាប់ទៅបន្ទីតបហើយមនុស្សមកថែមទៀតពួកយើងរត់សិនទៅ
ទីបញ្ចប់របស់ជាងឈៀនប្រែប្រួលហើយហឹមគេនៅរស់តើ ពេលសត្រូវវីលោកក្រុងក្នុងក្រុងក៏មានចលាចលស្ដេចយានបានសកត់ក្នុងចលាចលនោះក្នុងព្រះជន្ម21វស្សា មិនក៏អាចអញ្ចឹងទៅវិញលោកម្ចាស់ខ្ញុំសុំទៅបន្ទាយតបជាមួយលោកដែរ តើនេះជាស្អីទៅមើលទៅដឹងបាត់ហើយគឺជាបោកសាច់ការពីនឹងណាបើវាជាស្ប៊ីងវិញប្រហែលជាល្អណាស់ចុះអានឹងវិញជាស្អីទៅពណ៌លឿងបែបនេះច្បាស់ជាទឹកនំសេះហើយឲ្យតែមានទឹកផឹកគឺល្អណាស់ទៅហើយនិយាយផ្ដេសផ្ដាស់អីហ្នឹងនេះគឺជាស្បៀងនិងប្រេងសរុបទាំងអស់ 5000 ចិន ពួកគេចាត់ទុកខ្ញុំដូចជាព្រះពោធិសត្វអញ្ចឹងស្បៀង 5000 ចិននេះគ្រាន់តែសម្រាប់ទាហាន 20000 នាក់ញ៉ាំថ្មីប៉ុណ្ណោះដើម្បីគិតគូរវែងឆ្ងាយខ្ញុំនឹងទុកមួយចំណែកសម្រាប់លោកម្ចាស់មិនបានទេនៅក្នុងជួរកងទ័ពមិនមានការអនុគ្រោះពិសេសឡើយក្នុងនាមជាមេទ័ពគឺត្រូវតែរួមសុខរួមទុក្ខជាមួយកងទ័ពយើងប្រកាសថាចាប់ផ្ដើមដាំបាយទៅ ព្រះអង្គម្ចាស់យាយវាងទទួលបានការស្រឡាញ់ពីកងទ័ពណាស់ចុះហេតុអីក៏ទ្រង់ត្រូវសកត់ក្នុងភាពចលាចលទៅវិញហេតុអីបានជាអញដាក់ដេកចូលក្នុងបោះអញ្ចឹងចង់បំផ្លាញគេឈ្មោះលោកម្ចាស់ដើម្បីបង្កភាពចលាចលមែនទេ ទូបង្គំមិនហ៊ានទេនេះជាបញ្ជីរបស់លោកម្ចាស់ផ្ទាល់ មែនឬ គេមិនបានកុហកទេស្បៀង 5000 គីឡូនេះសម្រាប់មនុស្ស 20000 នាក់បើទោះជាលីដេហូបក៏អាចទប់ទល់បានត្រឹមតែ 3 ថ្ងៃប៉ុណ្ណោះអ្នកនាងលីម៉ាំងតាមពិតទៅខ្ញុំមានរឿងចង់សុំឲ្យអ្នកនាងជួយ សូមឲ្យគេជួយរឿងអីយ៉ាងហោចណាស់ក៏ត្រូវមើលមុខគេឲ្យចំដែរអ្នកនាងក្នុងកងទ័ពកំពុងជួបការលំបាកខ្លាំងណាស់យ៉ាងហោចណាស់ក៏ត្រូវការប្រាក់ 80,000 តម្លឹងទៀតដែរទើបអាចឆ្លងផុតរដូវរងានេះបាន ច្រើនម្ល៉េះលោកស្មានតែខ្ញុំនឹងជាដូរេមុនមែនទេ ខ្ញុំដឹងថាអ្នកនាងពិបាកហើយតែសូមអ្នកនាងមេត្តាគិតដល់ជីវិតទាហាន 20000 នាក់និងប្រជាជន 100,000 នាក់ដែលកំពុងស្ថិតក្នុងគ្រោះថ្នាក់ផងចុះសូមអ្នកនាងជួយសង្គ្រោះពួកគេផងក្រោយចប់រឿងនេះកុំថាឡើយឲ្យខ្ញុំយកខ្លួនមកបម្រើអ្នកនាងសូម្បីតែធ្វើជាអ្នកបម្រើបីជាតិក៏ខ្ញុំព្រមដែរពួកយើងក៏សុខចិត្តយកខ្លួនមកបម្រើអ្នកនាងដែរឲ្យតែទាហាន 20000 នាក់អាចរស់រានមានជីវិតក្រោយសង្គ្រាមទោះបីជាត្រូវពិការដៃជើងក៏ពួកយើងនៅតែស្ម័គ្រចិត្តដែរ អត់បានទេខ្ញុំមិនទទួលយកការដោះដូរខ្លួនប្រាណអីបែបហ្នឹងឡើយអ្វីដែលខ្ញុំត្រូវការគឺលុយយកបែបនេះចុះឲ្យពួកគេប្រគល់របស់របរជាប់ខ្លួនមកទាំងអស់មកមិនថាជាត្បូងថ្មកាបូបលុយស្នៀតសក់ឬសម្បត្តិអីក៏បានដែរ ចុះអ្នកនាងត្រូវការពេលប៉ុន្មានថ្ងៃដែរបងស្រីទី3អ្នកទាំងអស់គ្នាស្ដាប់បញ្ជាយករបស់មានតម្លៃទាំងអស់នៅលើខ្លួនអ្នកចេញមករួមទាំងបន្តោងត្បូងម្ជុលសក់និងកាបូបលុយត្រូវតែយកចេញមកទាំងអស់ប្រគល់ឲ្យកញ្ញាលីម៉ឹងទៅនាងនឹងយកទៅដូរជាស្បៀងឲ្យអ្នកទាំងអស់គ្នា ហេងហើយ ពួកយើងមានរបស់អស់នឹងពីណាមកលឿនឡើងកញ្ញាលីសន្យាថាឲ្យតែអ្នករាល់គ្នាប្រគល់ឲ្យក្រោះដៃទាំងអស់នោះនឹងអាចទិញស្បៀងបាន 80,000 គីឡូស្បៀង 80,000 គីឡូរបស់បន្តិចបន្តួចនឹងមិននឹងអាចដូរបានច្រើនឡើងនាងបោកពួកយើងមែនទេប្រកាសជាបោកហើយបន្តោងត្បូងនេះជាកិច្ចមរតកតែមួយគត់ដែលមកទុកឲ្យខ្ញុំសុខចិត្តយកវាទៅតាមខ្លួនដល់ក្នុងភ្នូចំណែកកងដៃនេះគឺលោកយាយទុកឲ្យខ្ញុំសម្រាប់ដណ្ដឹងប្រពន្ធមែនហើយមិនអាចឲ្យបានទេបើគ្មានអីស៊ីផងតើអញរស់នៅបានយ៉ាងម៉េចតើអញយកអីទៅដណ្ដឹងប្រពន្ធបើច្បាំងមិនឈ្នះទេនោះសំបីតែញាប់ទៅក៏គ្មានដីកប់ដែរកញ្ញាលីម៉ឹងគឺជាសង្ឃឹមចុងក្រោយរបស់ពួកយើងហើយពេលនេះសង្គ្រាមកំពុងច្របូកច្របល់ជុំវិញនេះមានតែភាពហួតហែងនាងជាស្រីម្នាក់មិនក៏មិនបោកប្រាស់ទៅ ពួកឯងមិនជឿខ្ញុំទេក៏មិនបាច់សម្លាប់ទាំងអស់ដែរដឹង
ខ្ញុំជាងស៊ឺលីសូមកាត់សក់ជំនួសក្បាលស្បត់ចំពោះមុខមេតបទាំងអស់បើ3ថ្ងៃទៀតមិនឃើញស្បៀង8សែនចិញ្ចៀងទេខ្ញុំនឹងកាត់ក្បាលដោយខ្សែនេះសូមថ្វាយបង្គំព្រះអង្គម្ចាស់យាកបងស្រីបើទិញស្បៀងមិនបានក៏មិនអីដែរតែសូមកុំភ្លេចប្រគល់បន្តោងត្បូងមកខ្ញុំវិញណាព្រោះវាជារបស់ដែលម៉ែទុកឲ្យខ្ញុំ ទៅកុំធ្វើឲ្យអ្នកនាងពិបាកចិត្តអីឆាប់ទៅ ក្មេងនៅទីនេះសុទ្ធតែជាកូនអ្នកក្រពួកយើងពិតជាគ្មានអ្វីច្រើនសម្រាប់ជូនអ្នកនាងទេ ប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយខ្ញុំនឹងមិនធ្វើឲ្យអ្នកទាំងអស់គ្នាខកបំណងឡើយ អ្នកនាងទោះរកស្បៀងមិនបាន80,000 គីឡូក៏ត្រូវតែត្រឡប់មកវិញឲ្យមានសុវត្ថិភាពដែរណា ចាស់ អើយគ្រាន់តែនាងទុចម្នាក់នឹងហើយកន្លែងកញ្ចាស់បែបនេះមានរបស់អីល្អទៅបើគុំតែយកមកឯងកុំអីខ្ញុំមិនមកទីនេះឡើយលោកម្ចាស់សាកមើលសិនទៅចាំនិយាយគ្នាទៀតតោះអញ្ជើញ ម៉ាក់កូនស្រីល្អរបស់ម៉ាក់មកទទួលកូនទៅសោយសុខនៅផ្ទះត្រកូលហូហើយ មិនមែនខ្ញុំចង់និយាយទេតែហេតុអីក៏ពួកអ្នកឯងតាមមិនឈប់បែបនេះ មើលណលោកយាយឯងពិតជាទុករបស់បុរាណទាំងនេះឲ្យឯងមែនតើរបស់អីហ្នឹងអាអនបែបនេះតើវាមានតម្លៃប៉ុន្មានទៅ អូយនេះសុទ្ធតែជាវត្ថុបុរាណដ៏មានតម្លៃពីសម័យរាជវង្សតាសិនគ្រាន់តែថង់តូចមួយនេះក៏មានតម្លៃដល់ទៅ1 លានដែរ 1 លានចុះក្រដាសកញ្ចាស់មួយសន្លឹកនេះវិញ អូយប្រញាប់ដាក់ចុះវិញទៅនេះជាសម្បត្តិគ្រួសារសរសេរជាអក្សរបុរាណមានតម្លៃណាស់សម្រាប់ការស្រាវជ្រាវក្រដាសមួយសន្លឹកនេះអាចមានតម្លៃដល់ទៅ5 លានឯណោះ 5 លានចុះបើរបស់ពេញមួយទៅនេះវិញមិនរាប់10 លានបាត់ទៅហើយទេអី អូយចាស់វង្វេងមែនពិតជាហ៊ានយករបស់មានតម្លៃទាំងនេះ យកអាមនុស្សរមើលគុណនេះមកឲ្យខ្ញុំនាំវាចេញទៅមិនឲ្យវានៅទីនេះសំបីតែ1 វិនាទី ឈប់ភ្លាម ចេញឲ្យឆ្ងាយទៅ វៃតាឆាប់ទៅបងស្រីបើទិញស្បៀងមិនបានក៏មិនអីដែរកុំភ្លេចយកបន្តោងត្បូងមកឲ្យខ្ញុំវិញផងចេះប្រើអត់ខ្ញុំបង្រៀនហើយខ្ញុំថាបងស្រីតម្រង់ឲ្យចំពោះដៅកុំខ្លាចអីកុំរារែកបាញ់ទៅ អូយឈឺណាស់កុំទៅអីទៅណាឯងចង់ធ្វើអីហ្នឹងមុខមាត់ស្អាតបាតយ៉ាងនេះបើត្រូវឆូតមួយកាំបិតតើវានឹងទៅជាយ៉ាងណាទៅណោះ អញចង់ធ្វើអីហ្នឹងសំណាងហើយដែលគំនូរទាំងនេះមិនអីចុះរបស់ទាំងនេះថ្លៃប៉ុន្មានទៅបុកបញ្ចូលគ្នាទាំងអស់ប្រហែលជាខ្ទង់100 លានឯណោះ100 លានហើយកែលីលើកនេះអង្គយើងមានដល់ទៅ2 តោនឯណោះបាត់2 តោនយកទាំងអស់បើកលុយសុទ្ធវិនស៊ូមកទាំងអស់ ខ្ញុំឲ្យ2 ដង នេះចូលដល់ថ្ងៃទី3ហើយមិនក៏នៅតែស្ងាត់ជ្រាបចឹងឬមួយក៏រត់បាត់ហើយនេះខ្ញុំខំយកខ្លែក្រូចទៅដូរមកណាប្រពន្ធខ្ញុំទៅបាត់ហើយ
គឺសុទ្ធតែជាស្បៀងអ្នកនាងលីម៉ង់ពិតជាមិនខុសពាក្យសន្យាមែនលីម៉ង់តើអ្នកនៅណា អូយខ្ញុំនៅទីនេះខ្ញុំចិត្តហប់ដង្ហើមស្លាប់ហើយជួយខ្ញុំផងជួយទម្លាក់ខ្ញុំចុះផងនឹកខ្លាំងណាស់ដឹងអត់មកវិញហើយ មិនក៏របួសទៀតហើយហ្នឹង ពួកខ្លាំងហ្នឹងត្រូវតែបង្ក្រាបឲ្យបានហើយ ទៅបន្ទាយជាមួយខ្ញុំទៅលើកនេះខ្ញុំនឹងលាថ្នាំឲ្យឯងអូនេះចង់ញ៉ាំស៊ុបមែនទេហ្នឹង តើអ្វីទៅជាស៊ុបហ្នឹង គ្រាន់តែយកបន្លែនិងសាច់ទាំងអស់នេះដាក់ចូលក្នុងឆ្នាំងតែមួយរួចស្ងោរញ៉ាំទៅគេហៅថាស៊ុបឆ្នាំងដីហើយ មិនមែនទេសាច់និងបន្លែសុទ្ធតែញ៉ាំឆៅទាំងអស់ព្រោះក្នុងបន្ទីខ្វះអស់ដុត ស្រួលតើណែថៅកែយកធ្យូងធ្នំបីតោនិងសម្ភារៈសម្រាប់រដូវរងា 20000 កំភ្លែមឲ្យខ្ញុំ ក្នុងបន្ទីមានគ្រប់គ្រាន់ហើយតែប្រជារាស្ត្រនៅតែលំបាកវេទងារដដែលមេតបរងវាំងចូលយកស្បៀងអាហារខ្លះទៅចែកជូនប្រជារាស្ត្រទៅលោកម្ចាស់ពិតជាបារម្ភពីប្រជារាស្ត្រមែនស្អែកខ្ញុំនឹងចាត់ចែងមនុស្សឲ្យរកស្បៀងដើម្បីយកទៅចែកជូនពួកគេតាមពិតខ្ញុំយល់សប្តាហ៍ចង់ឲ្យព្រះម៉ែគង់ស៊ីអ៊ីមប្រទានស្បៀងអាហារនិងសម្លៀកបំពាក់ឲ្យពួកយើងតែនឹកស្មានមិនដល់ថាអ្នកនាងលីម៉ង់ជាអ្នកយកមកឲ្យសោះអីចឹងអ្នកនាងលីម៉ង់គឺជាព្រះម៉ែគង់ស៊ីអ៊ីមមែនទេ ខ្ញុំមិនបានបន់ស្រន់ព្រះម៉ែគង់ស៊ីអ៊ីមអីទេតាមពិតគឺម៉ែដែលចែកឋានទៅរបស់ខ្ញុំ យប់នេះពួកយើងញ៉ាំស៊ុបទៅចាំខ្ញុំបង្ហាញធ្វើដៃធ្វើម្ហូបក្លែមឲ្យអ្នកទាំងអស់គ្នាភ្លក់នៅស្រុកកំណើតខ្ញុំគេហៅវាថាស៊ុបទឹកខ្មេះកាក់ស្រាប្រើទឹកស៊ុបមរតកគ្រួសារខ្ញុំថែមទាំងប្រហិតបង្គាធ្វើដោយដៃទៀតធានាថាឆ្ងាញ់ផ្លេចមាត់តែម្ដងតោះចាប់ផ្ដើមចម្អិនទៅអ្នកនាងលីមើណេតនេះគឺជាត្រចៀកស្វា មួយនេះអីនេះគឺជា វាជាអ្វីទៅ ប្រាប់មិនបានទេខ្លាចលោកចង់សាកល្បងចំណេះដឹងខ្ញុំទៀត មកចាំឆ្អិនសិនសឹមញ៉ាំណាកុំប្រញាប់ពេកអីនៅមានទៀតណាបើមិនគ្រាន់ចាំថែមទៀតមានការដូរជូនអ្នកទាំងអស់គ្នាទៀតផងតេង ហឹម អូយកុំយកកងដៃខ្ញុំអី នេះណែ នេះជាកេកមរតករបស់ម៉ែខ្ញុំ ខ្ញុំបានរក្សារបស់ផ្ទាល់ខ្លួនអ្នកទាំងអស់គ្នាទុកហើយព្រោះវាជាកេកមរតកដែលគ្រួសារបន្សល់ទុកឲ្យ អ្នកនាងលីល្អចំពោះពួកយើងណាស់មិនត្រឹមតែឲ្យស្បៀងថែមទាំងប្រគល់របស់មានតម្លៃមកវិញទៀតនាងគឺជាព្រះរស់របស់ពួកយើងអូយមិនត្រឹមតែប៉ុណ្្នឹងទេគឺទេវតាមហូបបើមិនមែនទេវតាមហូបទេមិននឹងអាចធ្វើម្ហូបឆ្ងាញ់ឲ្យពួកយើងច្រាំម្លេះត្រូវហើយទេវតាមហូបអ្នកមានគុណទេវតាមហូប ខ្ញុំគ្រាន់តែជាមនុស្សធម្មតាម្នាក់ប៉ុណ្ណោះធម្មតាបំផុត អ្នកនាងលីគឺជាទេវតាតូចរបស់ពួកយើងមែនអត់ទេវតាតូច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 ស្ងាត់តើនាងជាទេពអប្សរដែលស៊ូបញ្ជូនមកជួយសង្គ្រោះខ្ញុំមែនទេ ស៊ូជីឆិនក្មេងតើនឹងឆាប់លេងគេទៅ លេងមិនកាត់គេលួចរបស់ អ្នកស្រុកអត់ឃ្លានដល់ថ្នាក់នឹងទៅហើយគេលួចព្រោះតែបង្ខំចិត្តទេលេងគេទៅយកនេះទៅចែកគ្រួសារឯងញ៉ាំទៅអរគុណបងប្រុសបងស្រី ទីបំផុតស្តេកយ៉ាននៅតែស្លាប់ដោយសារកុបកម្មដដែលមិនគួរអញ្ចឹងសោះខ្ញុំផ្ញើស្បៀងឲ្យច្រើនណាស់គ្រាន់សម្រាប់ត20000នាក់ពេញមួយរដូវរងាឯណោះ
ចុះមិនក៏នៅមានកុកកម្មទៀតលោកគ្រូពេទ្យសៀវលោកគ្រូពេទ្យសៀវមានរឿងអីអូយសើចធំហើយលោកម្ចាស់មានរឿងហើយមានកុកកម្មហើយក ុបកម្មឆាប់នាំខ្ញុំទៅភ្លាមទៅ លោកម្ចាស់ហេតុអីក៏ពួកឯងមិនខ្វល់ពីស្លាប់រស់របស់ខ្ញុំអញ្ចឹង ពួកឯងជាពួកមន្ត្រីពុករលួយពួកឯងសុទ្ធតែជាពួកមន្ត្រីពុករលួយ ត្រូវហើយពួកយើងរស់មិនបានទេពួកឯងក៏កុំសង្ឃឹមថានឹងរស់ដែរឈប់ភ្លាមឈប់ទៅ ជួយផងជួយផងជាងស្វីកុំជន់នាងអីកុំជន់អីកុំជន់នាងអីកុំជន់នាងអីជាងស្វីភ្ញាក់ឡើងមិនមែនអញចង់ការពារក្រុងទេអីជាងស្វីភ្ញាក់ឡើង ខ្ញុំមិនអីទេ ល្អហើយអញធ្វើឲ្យខ្ញុំភ័យសឹងស្លាប់ហើយ ឈប់ទាំងអស់គ្នាអ្នកទាំងអស់គ្នាស្ដាប់បញ្ជាអ្នកបង្កចំនួនមិនស្ដាប់បញ្ជាត្រូវសម្លាប់ចោលកុំទុកតើមានរឿងអីឲ្យប្រកាសហេតុអីហ៊ានមកឡំពាត់ជំរំតបបែបនេះក្មេងម្នាក់នេះកាលពីម្សិលមិញបានយកអង្គនិងស្បែកក្តោបមួយបាវធំចេញពីជំរំតបអ្នកឯងគេថាស្បៀងនៅទីនេះច្រើនដូចភ្នំដូចសមុទ្រអញ្ចឹង សុំទោសបងប្រុសបងស្រីមិនអីទេក្មេងល្អ ពួកឯងប្លន់ ទាំងដែលមានស្បៀងតែបែរជាលាក់ទុកចូលមើលពួកយើងដាច់ពូស្លាប់តើពួកឯងនៅជាមនុស្សទេ កុំនិយាយច្រើនជាមួយពួកវាប្រញាប់ដណ្ដើមស្បៀងទៅមកនេះដណ្ដើមស្បៀងដណ្ដើម កុបកម្មនេះហើយជាកុបកម្មដែលបានកត់ត្រាក្នុងប្រវត្តិសាស្ត្រវានឹងឆក់យកជីវិតរបស់ជាងស៊ីយ៉ាន ពួកកុកកល្ងងខ្លៃបើព្រះអង្គម្ចាស់មិនមែនដើម្បីពួកឯងទេតែទ្រង់អាចខ្វះស្បៀងនឹងរងរបួសយ៉ាងម៉េចទៅនៅមិនព្រមថយទៀតពួកយើងនឹងមិនធ្វើបាបប្រជារាស្ត្រណាម្នាក់ឡើយហើយក៏មិនបណ្ដោយឲ្យប្រជារាស្ត្រស្លាប់ដោយមិនជួយដែរព្រះអង្គម្ចាស់មេត្តាជួយពួកយើងផងពួកយើងពិតជាតច្រកហើយព្រះអង្គម្ចាស់ចាស់ជ្រានឹងក្មេងក្នុងផ្ទះចិត្តដាច់ពោះស្លាប់អស់ហើយសូមព្រះអង្គមេត្តាជួយពួកយើងផងចែកស្បៀង ព្រះអង្គម្ចាស់ស្បៀងមិនទាន់រាប់អស់ទេបើចែកឥឡូវខ្លាចមានចលាចល ព្រះបតាបានសន្យាហើយថានឹងបញ្ជូនទ័ពជំនួយនឹងស្បៀងមកបន្ថែមឲ្យតែពួកយើងទៅដល់ព្រំដែនមុនពេលព្រឹកធ្លាក់អ្វីនឹងនៅតែទាន់ពេល តែថាលោកម្ចាស់កត្រី បើខាងចែកស្បៀងឲ្យប្រជារាស្ត្រដែលនៅសល់មកទទួលស្បៀងនៅជំរំតបចុះ ប៉ុណ្ណឹងប្រហែលជាគ្រប់គ្រាន់សម្រាប់សង្គុណហើយតើត្រូវធ្វើម៉េចឲ្យវាស្ងប់ទៅហេតុអីបានជាលទ្ធផលនៅតែមិនផ្លាស់ប្ដូរអញ្ចឹងមិនអាចបើកឃ្លាំងចែកស្បៀងបានទេ ហេតុអីទៅ តើលោកអាចធានាបានទេថាកងទ័ពធំនឹងមកដល់ទាន់ពេលចុះបើព្រឹកធ្លាក់ខ្លាំងបិទផ្លូវតើយើងត្រូវធ្វើម៉េចឥឡូវលោកសន្យាយ៉ាងស្រួលតែដល់ពេលស្បៀងអស់ហើយទ័ពជំនួយមិនទាន់មកដល់ប្រជារាស្ត្រនឹងគិតថាលោកបោកប្រាស់ពួកគេមិនខានដល់ពេលនោះលោកនឹងបាត់បង់ទំនុកចិត្តពីពួកគេហើយ សត្រូវនៅចំពោះមុខទាហាននិងរាស្ត្រត្រូវតែរួមគ្នាពេលនេះមិនត្រូវឲ្យមានការថ្នាំងថ្នាក់ចិត្តនឹងគ្នាឡើយតើនាងជឿខ្ញុំទេ អ្នកទាំងអស់គ្នាបើអ្នករាល់គ្នាហូបស្បៀងក្នុងជំរំទ័ពអស់តើឲ្យទាហានចេញច្បាំងយ៉ាងម៉េចទៅហើយពួកគេការពារអ្នករាល់គ្នាដោយរបៀបណាបើខ្មាំងស្រូវសម្រុកចូលមកអ្នកទាំងអស់គ្នាក៏គង់តែស្លាប់ដែរនឹង ខ្ញុំសុខចិត្តស្លាប់ដោយមុខដាវប្រសើរជាងដេកដាច់ពោះស្លាប់ ត្រូវហើយស្លាប់ដោយសារអបាយវាឈឺចាប់ណាស់ ពិតមែនហើយ អ្នកណាថាចង់ឲ្យពួកឯងដាច់ពោះស្លាប់ទៅខ្ញុំឈ្មោះលីម៉ឹងជាអ្នកជំនួយម្នាក់ ឥឡូវនេះខ្ញុំចង់រកស៊ីជាមួយអ្នកទាំងអស់គ្នាឲ្យតែអ្នកទាំងអស់គ្នាយករបស់របរប្រើប្រាស់ក្នុងផ្ទះមកឲ្យខ្ញុំនឹងដូរជាស្បៀងឲ្យវិញដូចជារបស់បុរាណត្បូងពេជ្រសម្លៀកបំពាក់ឬចានឆ្នាំងអីក៏បានដែរ ចាន់បែកក៏អាចដូរស្បៀងបានដែរមែនទេ បានខ្ញុំមិនត្រឹមតែធានាឲ្យអ្នកទាំងអស់គ្នាមានស្បៀងសម្រាប់រដូវរងាទេថែមទាំងរដូវផ្ការីកទៀតផង យ៉ាងណាក៏ចាន់បែកនេះគ្មានប្រយោជន៍សម្រាប់ពួកយើងដែរសាក់មើលទៅជីយ៉ងនៅទីនេះមិនរត់ទៅណាទេខ្លាចអីទៅប្រញាប់ត្រឡប់ទៅវិញទៅយករបស់មកដូរ អ
ទៅចុះ ឲ្យខ្ញុំទៅណា យកបន្តបញ្ជាការនេះទៅរួចធ្វើដំណើរទៅរាជធានីទៅខ្ញុំធានាថានឹងគ្មានអ្នកណាមកខាត់ផ្លូវអញឡើយ ហេតុអីបានជាខ្ញុំត្រូវរត់ ស្បៀងអាហារសម្រាប់ប្រជាជន 100000 នាក់ក្នុងរយៈពេលកន្លះឆ្នាំទោះបីជាអញមានសមត្ថភាពខ្លាំងប៉ុណ្ណាក៏ដោយក៏មិនអាចទិញបានដែរដល់ពេលនោះប្រជាជន 100000 នាក់នឹងស៊ីសាច់អញទាំងរួមមិនខានប្រញាប់ទៅខ្ញុំអាចធ្វើបាន បងនឹងរកវិធីទិញស្បៀងមកឲ្យបានបងនឹងជួយសង្គ្រោះប្រជារាស្ត្រទាំង 100000 នាក់នោះហើយបងក៏នឹងជួយសង្គ្រោះអូនដូចគ្នា3ថ្ងៃទៀតបងនឹងត្រឡប់មកវិញឲ្យខាន់តែបានអាឡូថៅកែនៅសល់អង្គទៀតអត់ខ្ញុំយកទាំងអស់ស្អីគេមានតែ10តោនហ្នឹងអូខេយកក៏បានដែរណែសាច់ប្រឡាក់ហ្នឹងខ្ញុំយកទាំងអស់ដែរ1តោនតិចពេកហើយស្បៃក្តោប2តោនទៀតថៅកែជួយរកវិធីឲ្យខ្ញុំបន្តិចទៅខ្ញុំហ៊ានឲ្យថ្លៃទ្វេដង អូយក្មួយស្រីអើយអញឡើងថ្លៃទីផ្សារអស់ហើយឥឡូវអស់ពីស្តុកហើយពេលខ្លីបែបនេះពូពិតជារកទំនិញឲ្យមិនទាន់មែន អាឡូថៅកែចាំងរបស់បុរាណទាំងនោះលក់បានប៉ុន្មានដែរ អូយគួរឲ្យស្ដាយណាស់ មានរឿងអីមែនទេ របស់ដែលក្មួយឲ្យមកច្រើនមែនតែចាននឹងជើងទៀនភាគច្រើនបាច់បាក់អស់ហើយអូយលក់មិនបានថ្លៃទេសុំដល់ពេលហើយឃើញទេគេនៅមិនទាន់មកវិញទៀតគេគឺជាជនបោកប្រាស់របស់មានតម្លៃចុងក្រោយរបស់យើងត្រូវបានគេបោកយកទៅអស់ហើយអាវរងាចុងក្រោយក្នុងផ្ទះក៏ឲ្យគេដែរចុះរដូវរងានេះរស់នៅយ៉ាងម៉េចទៅត្រូវហើយពួកយើងវាកំទេចភោជនីយដ្ឋាននឹងចោលទៅយ៉ាងហោចណាស់ក៏បានរបស់ខ្លះមកចិញ្ចឹមជីវិតដែរមែនអត់មែនហើយវាកំទេចភោជនីយដ្ឋាននឹងទៅវាអ្នកទាំងអស់គ្នាកុំបារម្ភអីគេប្រកាសជាត្រឡប់មកវិញមិនខានគេមិនមកវិញទេហួសពេលបាត់ទៅហើយអ្នកភូមិមានការខឹងសម្បាខ្លាំងណាស់ពួកយើងដកថយសិនទៅស្ដាប់ឲ្យច្បាស់ទាំងអស់គ្នាអ្នកណាដែលចង់ចូលក្នុងជំរប់ស្រានេះត្រូវតែឆ្លងកាត់សាកសពរបស់ខ្ញុំសិនទោះគាត់ត្រឡប់មកវិញឬមិនមកវិញក៏ដោយគាត់ធ្លាប់ជួយជីវិតខ្ញុំគាត់គឺជាអ្នកមានគុណរបស់ខ្ញុំអស់មួយជីវិតភោជនីយដ្ឋានរបស់គាត់ខ្ញុំនឹងជាអ្នកការពារខ្ញុំមិនអនុញ្ញាតឲ្យនរណាម្នាក់មកបំផ្លាញវាឡើយមន្ត្រីពុករលួយថយចេញទៅអ្នកនាងលីម៉ៅ ខ្ញុំត្រឡប់មកវិញហើយថៅកែស្រីត្រឡប់មកវិញហើយចុះឡើងជឿនៅឯណាតើឡើងជឿទៅណាហើយចុះរបស់ខ្ញុំនៅខាងក្នុងទាំងអស់នឹងនៅមានទ្រព្យសម្បត្តិជាច្រើនទៀតឆាប់ជួយពន្លត់ភ្លើងទៅមានគ្រប់យ៉ាងទាំងអស់កុំដណ្ដើមគ្នាអីមិនក៏ឯងល្ងងម្លេះ សៀវភៅរបស់ខ្ញុំកុំធ្វើឲ្យសៀវភៅខ្ញុំខូចអីមើលចុះអានឹងជាស្អីទៅស៊ីបានអត់សរសេរស្អីញ៉ៃពេញហ្នឹងមានតែរបស់ប្លែកពេញហ្នឹងតើវាជាស្អីឲ្យប្រកាសទៅសៀវភៅរបស់ខ្ញុំ ហាមសួរបើអញសួរឯងនឹងលែងបានជួបខ្ញុំទៀតហើយ សៀវភៅរបស់ខ្ញុំហើយខ្ញុំក៏មិនចង់ដឹងដែរ ល្ងងមែនមិនក៏ចាំបាច់នៅយាមហាងស្រានឹងធ្វើអីបើគេវាកំតិចហើយក៏ឲ្យវាចប់ទៅ ខ្ញុំខ្លាចថាបើហាងស្រានេះបាត់បង់ទៅឯងនឹងរកខ្ញុំលែងឃើញទៀតហើយ
និយាយមែនណាបានជួបអូនម្ដងទៀតហើយតម្រង់ជួបគ្នាឲ្យស្រួលបួលមកមានគ្រប់គ្នានឹងអរគុណលោកម្ចាស់អរគុណទេវតាតូច អរគុណបងស្រីអរគុណបងស្រីអរគុណបងស្រីនេះជារបស់ដែលខ្ញុំចូលចិត្តបំផុត ខ្ញុំដឹងថាលោកម្ចាស់នឹងជួយពួកយើងមិនខានទេ អរគុណបងស្រីអរគុណបងស្រីអរគុណបងស្រីក្មេងល្អណាស់ អ្នកនាងអាលីខ្ញុំនៅតែឆ្ងល់ថាតើអ្នកនាងបានរបស់ប្លែកទាំងនេះមកពីណា ថៅកែបើទិញស្បៀងមិនបានយ៉ាងហោចណាស់ក៏អាចទិញស្ករនិងសូកូឡាបានដែរមែនទេ អាចកំបាំងស៊ូក៏មិនអាចបង្ហាត់បានទេមកតម្រង់ជួបគ្នាឲ្យលឿនឡើង ត្រូវហើយនៅមានគ្រាប់ពូជសម្រាប់ដាំក្នុងអាកាសធាតុត្រជាក់ទៀតដូចជាឆៃថាវស្បៃពូលេងគូឆាយនិងសន្តែកបាយសម្រាប់បណ្ដុះផងដែរមើលចុះធ្វើបែបនេះគឺត្រូវប្រើទឹកអន់រួចដាក់សន្តែកបាយត្រាំទុកប្រហែល12ម៉ោងវានឹងដុះចេញជាសន្តែកបណ្ដុះថ្មីមិនខានពួកយើងសម្អាតដីត្រង់នេះដើម្បីដាំគូឆាយទៅគូឆាយនេះនឹងដុះឡើងជាបន្តបន្ទាប់ពេលកាត់កុំឲ្យប៉ះពាល់ដល់រឿងឲ្យសោះញ៉ាំបានយូរណាស់មែនទេ អ្នករាប់គ្នាថាអ្នកនាងលីនៅប៉មជីវ័យជាទេពអប្សរតាមមើលទៅពិតមែនហើយ អូយមិនមែនទេខ្ញុំនៅមានសិភៅណែនាំពីការដាំដុះកសិកម្មមួយក្បាលទៀតក្រៅពីរបៀបសាបព្រោះក៏មានរបៀបប្រមូលផលគ្រាប់ពូជដែរធ្វើបែបនេះទៅថ្ងៃមុខអ្នកទាំងអស់គ្នានឹងមានបន្លែផ្លែឈើស្រស់ញ៉ាំរាល់ឆ្នាំហើយ អ្នកនាងលីពិតជាពូកែមែនអរគុណលោកស៊ូ អូមិនមែនទេគឺលោកសិនឆឹង ស្ដាប់ទៅលោកអាយម្នាក់នោះក៏ជាអ្នកចេះដឹងជ្រៅជ្រះម្នាក់ដែរ លើកនេះប្រកាសជាគ្មានអ្នកណាថាយើងជាអ្នកបោកប្រាស់ទៀតទេកុំមើលមកខ្ញុំបែបនឹងអីចង់ញ៉ាំអីប្រាប់ខ្ញុំមកខ្ញុំនឹងទិញឲ្យណា អ្នកនាងពិតជាមានចិត្តបុណ្យដូចព្រះពុទ្ធអញ្ចឹងពួកយើងពិតជាសំទោសអ្នកនាងខ្លាំងណាស់ មិនអីទេកុំហៅខ្ញុំថាព្រះអីវាមិនដល់ថ្នាក់នឹងទេ ពួកយើងដឹងច្បាស់ណាស់របស់របរចាស់ដែលពួកយើងឲ្យអ្នកនាងវាមិនមានតម្លៃអីទេតែរបស់ដែលអ្នកនាងឲ្យពួកយើងវិញលក់បានលុយច្រើនណាស់ ពិតមែនហើយវាមិនសូវមានតម្លៃទេតែស្ដាយលុយសន្សំរបស់ខ្ញុំណាស់ អ្នកនាងពួកយើងគ្មានអ្វីតបស្នងទេមានតែភួយនេះដែលពួកយើងរួមគ្នាដេកជូនសុំឲ្យអ្នកនាងជួបគូស្រករល្អមានកូនចៅពេញផ្ទះមានកូនប្រុស8នាក់និងចៅ64នាក់ អ្នកមីងកុំគួរសំពេកអីក្រោកឡើងមកណាភួយនេះខ្ញុំសុំទទួលយកហើយចំណែករឿងផ្សេងទៀតមិនបាច់រំខានទេខ្ញុំមានការត្រូវទៅធ្វើបន្តទៀតហើយស្បៀងអាហារបរិបូរណ៍ប្រជារាស្ត្រមិនបាច់ដាច់ពោះនោះប្រហែលជាគ្មានកុបកម្មទៀតទេសង្ឃឹមថាការសាក់លបងលើកនេះនឹងបានផលទៅចុះតាមឆ្នាំក្រោយស្ដេចយ៉ាន អ្នកនាងអូយអ្នកនាងលី អូយមានការអីមែនទេ អំបញ្ញមិញអ្នកនាងលាក់អីហ្នឹង ក្រដាស់អនាម័យតើលោកមានការអីជាមួយខ្ញុំមែនទេអូយលោកធ្វើអីហ្នឹងនេះជារបស់ដំពូជរបស់ខ្ញុំណាឆៃឆេតាំងពីអង្ការនេះវាលឿនពេកហើយ ពិតជាលឿនមែនខ្ញុំក៏នឹកស្មានមិនដល់ដែរអញ្ចឹងហើយទើបខ្ញុំចង់សួរអ្នកនាងថា លោករឿងបែបនេះទុកឲ្យវាកើតឡើងតាមសម្រួលទៅបើលោកមានបំណងបែបនេះហើយអញ្ចឹងខ្ញុំក៏ នេះជាស្អីទៅតាំងពីអ្នកនាងបិទអានឹងឲ្យខ្ញុំមករបួសរបស់ខ្ញុំឆាប់ជាសេះស្បើយខុសពីធម្មតាតើឯងមានន័យថាម៉េចហ្នឹង ខ្ញុំគ្រាន់តែចង់សាកមើលថាភួយនេះវាមានកម្ដៅអត់នឹងណាខ្ញុំដឹងថាឯងមានបំណងអីហើយ អត់ទេខ្ញុំមិនបានមានបំណងចង់កេងជាមួយលោកឯងអីទេ ថាម៉េច ពួកយើង ឯងចង់កេងជាមួយខ្ញុំមែនទេ ពួកយើងមកនិយាយរឿងសម្បត្តិចម្រៀងវែងវិញល្អជាង នៅទីនេះមិនស្រួលទេមកតាមខ្ញុំមក មិនក៏ប្រញាប់ម្លេះ នៅសមរភូមិដាវនឹងរួនគ្មានមេតាទេរបួសដាវបែបនេះភាគច្រើនគឺស្លាប់ហើយវាពិតជាឈឺចាប់ខ្លាំងណាស់
តែតាំងពីពេលដែលខ្ញុំរបួសលើកនោះអ្នកបានព្យាបាលខ្ញុំឲ្យជាសះស្បើយលឿនខ្លាំងណាស់តើនេះមកពីមូលហេតុអ្វីទៅ រឿងនេះងាយស្រួលទេខ្ញុំប្រាស្រ័យសម្រាប់មេរោគហើយឲ្យអ្នកលេបថ្នាំសាសមួយក្តាប់ធំទៀតចុងក្រោយប្រើបងបិទដំបៅដើម្បីការពារការឆ្លងមេរោគនេះតើគាត់មានន័យថាម៉េចហ្នឹងសូម្បីតែសម្លៀកបំពាក់ក្នុងគំនូរក៏ស្លៀកមិនត្រឹមត្រូវដែរពិតមែនតែម្ដងហើយព្រះអើយមិនក៏លោកចេះគូររូបអីបែបហ្នឹងដូចជាត្រូវការអស់នាងបាននិយាយខ្លាំងណាស់កាលពីមុននាងថាគូររូបក៏បានដែរមិនដឹងថាគំនូរដែលខ្ញុំគូរនេះអាចដូរយកថ្នាំបានប៉ុន្មានទៅអូយខ្ញុំបានមើលរូបថតនឹងហើយបើមានបោះត្រាស្ដេចយមរាជមែននោះស្ដេចយមរាជដែលជាមេតបវ័យក្មេងម្នាក់នេះពិតជាខ្លាំងពូកែសំសម្ដីមែនបើវាជាការពិតមែននោះតម្លៃវាប្រហែលជា100លានឯណោះល្អណាស់ចាំស្អែកយើងពិនិត្យទំនិញហើយធ្វើការដោះដូរគ្នាទៅថ្នាំសេះសូដាយកសូដាឲ្យអ្នកប្រុសទៅសម្រាប់មិនងាប់ទេឈុត5ប្រអប់សូដាក្របថ្នាំនេះតូចម្លេះតើវាពិតជាស័ក្តិសិទ្ធិមែនទេញ៉ាំមួយថ្ងៃមួយគ្រាប់គ្រាន់ដែរឬស្ងាត់ថ្នាំដែលខ្ញុំយកមកនេះគឺស័ក្តិសិទ្ធិខ្លាំងណាស់អ្នកនាងយន់មិនស្រួលទេថ្នាំដែលអ្នកនាងយកមកគ្មានប្រសិទ្ធភាពសោះអ្នកជំងឺមិនត្រឹមតែមិនធូរស្រាលថាម៉េចមិនអាចទៅរួចទេថ្នាំសាសវទី21របស់ខ្ញុំសម្រាប់មេរោគសម័យបុរាណមិនងាប់មែនទេឬមួយក៏ពួកលោកចង់សន្សំសំចៃទៅយកថ្នាំមួយគ្រាប់ទៅលាយទឹកមួយធុងចែកគ្នា100នាក់ផឹកអត់ទេគឺញ៉ាំតាមការណែនាំទាំងអស់ហ្នឹងលឿនឡើងឆាប់ទៅព្យាបាលភ្លាមទៅបាទព្រះអង្គមិនក៏អាចទៅរួចក្រាបទូលព្រះអង្គម្ចាស់ក្ត្រីត្រូវថ្នាំពុលឥឡូវកំពុងគ្រុនក្តៅខ្លាំងណាស់កាលពីមុនខ្ញុំធ្លាប់មើលសៀវភៅប្រវត្តិសាស្ត្រតែមិនដែលឃើញមានរៀបរាប់ពីវគ្គនេះសោះតាមឆ្នាំបន្ទាប់ស្ដេចយ៉ាងបានសោយពីវង្គតដោយសារជំងឺអាសន្នរោគគឺជាជំងឺអាសន្នរោគមែនទេបងស្រីមិនក៏ពួកឯងមានអាក្រោះរបស់ស្រូវអញ្ចឹងលីថាអ្នកនាងលីប្រមូលអាក្រោះស្រូវពួកយើងឃើញសាកសពស្រូវច្រើនណាស់នៅខ្សែទឹកខាងលើក៏ដោះយកមកឲ្យអ្នកនាងតែម្ដងទៅកុំបារម្ភអីបងស្រីពួកយើងលាងក្នុងទឹកទន្លេស្អាតអស់ហើយរបស់កខ្វក់ពួកយើងដុសចេញអស់ហើយពួកឯងមិនអីទេមែនទេខ្សែទឹកខាងលើសត្រូវខ្ញុំដឹងហើយប្រភពនៃជំងឺអាសន្នរោគគឺទឹកនឹងឯងប្រញាប់ទៅពិនិត្យមើលប្រភពទឹកភ្លាមប្រភពទឹកខ្ញុំកុំជួយសឹងស្លាប់សឹងរស់តែលោកបែរជាចង់រស់បានតែប៉ុន្មានខែទៀតអញ្ចឹងអីចង់ស្លាប់ខ្លាំងណាស់មែនទេណែអ្នកណាថាចង់ស្លាប់ឯងប្រញាប់នាំមនុស្សយកអ្នកជំងឺទៅដាក់ដាច់ដោយឡែកនៅអគារជីវៈទៅឯងត្រឡប់ទៅបន្ទីវិញយកដៃទាំងពីរនេះទៅត្រាំក្នុងស្រាខ្លាំងកន្លះម៉ោងទៅឲ្យលឿនទៅអូយចង្កេះខ្ញុំអូយចង្កេះខ្ញុំអូយចង្កេះខ្ញុំលោកគ្រូពេទ្យរូបថតដែលខ្ញុំផ្ញើជូនលោកគ្រូបានឃើញហើយឬនៅពួកគេសុទ្ធតែស្លេកស្លាំងអស់ហើយអ្នកខ្លះថាត្រជាក់អ្នកខ្លះទៀតថាក្តៅត្រូវមើលមែនទេអូយល់ហើយចាស់លោកគ្រូខ្ញុំនឹងរៀបចំភ្លាមមានរឿងអីទៅកើតអីទៅត្រូវមើលអាហារសមុទ្រមែនទេចាស់លោកគ្រូចាំបន្តិចណាត្រូវមើលរូបថតអ្នកជំងឺបន្ថែមទៀតមែនទេចាស់លោកគ្រូគ្រុនឈាមខ្ញុំចង់ជំងឺគ្រុនឈាមមែនទេចាស់លោកគ្រូពេទ្យសូមជួយចេញថ្នាំសម្រាប់មនុស្ស100,000នាក់ផងតើថ្នាំសម្រាប់ប្រជាជនចែកចាយអស់ហើយឬនៅទីហ៊ានក្នុងជំរំប្រើថ្នាំហើយក៏ធូរស្រាលច្រើនដែរគិតថាប្រជាជនក៏មិនឆ្លងរាលដាលទៀតដែរ
លោកតូចនេះរុកជាតិដែលលោកត្រូវការយើងរកបានមកហើយអូយក្នុងថងខ្ញុំនេះហេតុអ្វីមានឆ្អឹងច្រើនម្ល៉េះចេះហើយមែនទេធ្វើតាមវិធីដែលខ្ញុំប្រាប់យកទៅដាំទឹកឲ្យអ្នកទាំងអស់គ្នាផឹកទៅបានហើយលោកតូចជំងឺគ្រុនចាញ់ចប់ហើយហេតុអ្វីលទ្ធផលដែលត្រូវស្លាប់ដោយសាររោគរាតត្បាតនេះនៅតែមិនផ្លាស់ប្ដូរអ្នកសម្រេចចិត្តច្បាស់ហើយមែនទេខ្ញុំសម្រេចចិត្តរួចហើយបងស្រីរឿងធំហើយអ្នកភូមិជឿតាមគ្រូសីរបស់ប្រាស់នាំគ្នាដុតថ្នាំអស់ហើយថាម៉េចគួរឲ្យស្អប់ណាស់បើមិនចង់លេបក៏ហីទៅតែការដុតថ្នាំចោលបែបនេះវាខុសនឹងច្បាប់ធម្មជាតិណាស់ថ្នាំនេះជាថ្នាំសង្គ្រោះជីវិតអ្នកទាំងអស់គ្នាណាតើគ្រូបោកមកពីណាហ៊ានមកបោកប្រាស់អ្នកស្រុកបែបនេះធ្វើឲ្យខកខានការព្យាបាលមិនខុសពីសម្រាប់មនុស្សទេកុំជឿគាត់អីទាហានក្នុងមន្ទីរសុទ្ធតែជាសះស្បើយដោយសារថ្នាំនឹងអើយជោគវាសនាមានកំណត់ហើយការលេបថ្នាំនឹងបំផ្លាញវិញ្ញាណក្នុងខ្លួនបើគ្មានការចង្អុលបង្ហាញពីខ្ញុំទេមិនដល់កន្លះខែផងច្បាស់ជាស្លាប់មិនខាននិយាយផ្ដេសផ្ដាស់ខ្ញុំនឹងហែកមាត់លោកអូយរឿងរូណាស់ប្រយ័ត្នស្លាប់ទាំងក្រុងទៅកុំអីលោកគ្រូជួយពួកយើងផងពួកយើងមិនចង់ធ្លាក់នរកទេមេត្តាផងបើអញសម្លាប់លោកគ្រូមិនស្មើនឹងសម្លាប់ពួកយើងទាំងអស់គ្នាទេអីត្រូវហើយខ្ញុំមិនចង់ស្លាប់ទេនេះជាបំណងមេឃបើអញហ៊ានប្រឆាំងគឺស្មើនឹងសម្លាប់មនុស្សស្លូតត្រង់អញជាបិសាចអញចង់ប្រឆាំងនឹងមេឃមែនទេអញចង់សម្លាប់ពួកយើងមែនទេខ្ញុំគម្រោងគ្រប់មធ្យោបាយដើម្បីរកថ្នាំឲ្យអ្នករាល់គ្នាតែបែរជាថាខ្ញុំជាបិសាចទៅវិញបើអញ្ចឹងមែនសូមទេវតាតាមយើងទៅវិញមួយផ្លែទៅយើងក៏មានរឿងខ្លះចង់សួរនាំដែរបានតាលោកចង់ធ្វើអីហ្នឹងឯងនៅចង់ធ្វើជាទេវតាទៀតមែនទេពួកគេជឿឯងថាជាបិសាចអស់ហើយតាមយើងទៅវិញទៅមិនទៅទេអូយលេងខ្ញុំលេងដៃទៅក្រាបទូលព្រះអង្គម្ចាស់ស្រីម្នាក់នោះហើយដែលតែងតែជួយព្រះអង្គម្ចាស់ខៃឲ្យឆ្លងផុតគ្រោះថ្នាក់និងបំផ្លាញផែនការរបស់យើងសូម្បីតែថ្នាំទាំងនោះក៏នាងជាអ្នកទិញដែរទិញទាំងស្បៀងទិញទាំងថ្នាំមនុស្សដែលមានសមត្ថភាពខ្លាំងបែបនេះអត្តសញ្ញាណពិតប្រាកដជាមិនធម្មតាឡើយនាងគ្រាន់តែជាមេការនៅភោជនីយដ្ឋានជីវ័យប៉ុណ្ណោះប៉ុន្តែព្រះអង្គម្ចាស់ទូលបង្គំបារម្ភពីព្រះអង្គជាងព្រះចៅអធិរាជបានសរសើរព្រះអង្គម្ចាស់ខៃជាច្រើនដងមកហើយបើលើកនេះទ្រង់ឈ្នះសង្គ្រាមទៀតនោះតំណែងរបស់ព្រះអង្គនឹងរង្គោះរង្គើមិនខានទោះឈ្នះសង្គ្រាមតែបើបណ្ដោយឲ្យរាជស្លាប់ពេញទ្រង់វាក៏មិនមែនជារឿងល្អដែរចាត់មនុស្សឲ្យធ្វើជាគ្រូសេលទៅដុតថ្នាំទាំងនោះចោលឲ្យអស់ទៅចុះបើអ្នកសង្គ្រោះម្នាក់នោះនៅតែបន្តទិញថ្នាំមកទៀតតើគិតយ៉ាងណាអញ្ចឹងក៏ធ្វើឲ្យអ្នកសង្គ្រោះម្នាក់នោះខ្លាចជាខ្មោចទៅមិនក៏មិនទាន់លើកតែមកឲ្យយើងទៀតឯងមិនចង់ទៅទេអីអំបញ្ញមិនមានអ្នកស្រុកនៅទីនេះវាមិនសូវស្រួលតែឥឡូវនេះអ្នកមីងមើលមួយនេះសំអត់អាមនុស្សអាក្រក់អាមនុស្សខូចអាមនុស្សឈួតបើទេតាមិនកាន់ឈើច្រត់តើខ្លាចជាគ្រូបោកបានយ៉ាងម៉េចបើចង់ធ្វើជាគ្រូបោកឯងត្រូវតែចេះអត់ធ្មត់នៅចូលធ្នឹងធ្វើអីនាំគ្នាចូលទៅទីនេះកំពុងមានចលាចលមនុស្សធម្មតាមិនមកទីនេះទេនិយាយមកនរណាបញ្ជាឲ្យឯងមកបោកប្រាស់អ្នកស្រុកឲ្យដុតថ្នាំស្រុកកំណើតខ្ញុំជួបគ្រូទុរភិក្សគ្រូសាខ្ញុំរស់បានក៏ដោយសារអាហារសប្បុរសជនដែរទោះបីជាពួកលោកវាខ្ញុំឲ្យស្លាប់ក៏ខ្ញុំមិននិយាយដែរខ្ញុំក៏មានស្បៀងដែរអញអាចមកជ្រកកង់ជាមួយខ្ញុំបានថែមទាំងអាចនាំគ្រូសាឯងមកនៅជាមួយខ្ញុំទៀតផងអាហាររបស់ពួកលោកឲ្យខ្ញុំស្លាប់ក៏មិនស៊ីដែរអូហូមាត់រឹងគ្រាន់បើដែរតើមាត់រឹងមែនទេហ្មងរួនចឹងសៀវមិនក៏លោកដឹងឈ្មោះខ្ញុំក៏មិនដែលឃើញមេគេដែរគ្រាន់តែដឹងថាគេមានកូនចៅម្នាក់ឈ្មោះសាស៊ីម៉ាគឺសាស៊ីម៉ាជាតំណែងមន្ត្រីជាកូនចៅរបស់ព្រះអង្គម្ចាស់អូត
តាមពិតរឿងនេះគឺសំដៅលើលោកម្ចាស់សោះលោកម្ចាស់មិនស្រួលទេក្នុងក្រុងមានគ្រូសេលខ្លាំងៗជាច្រើនកំពុងបោកអ្នកស្រុកឲ្យប្រមូលថ្នាំទៅចាប់ពួកគ្រូសេលខ្លាំងៗទាំងនោះឲ្យអស់មកបាទម៉ៅលើកនេះបានឯងជួយសោះចាំមើលចុះចង់បានត្រីងៀតប៉ុន្មានខ្ញុំនឹងដូរឲ្យទាំងអស់មិញនេះអញហៅខ្ញុំថាម៉េចម៉ៅម៉ៅអូយមិនដឹងថាពេលណាទៅគេមករកខ្ញុំទេនឹងថ្ងៃហ្នឹងមិនអីទេខ្ញុំទៅរកគេវិញល្អជាងខ្ញុំជួយឈប់សិនចាំបន្តិចបន្តិចទៀតខ្លាចជាកញ្ជ្រូកបន្លាស់ហើយនរណាគេនឹងម៉ែឯងលីម៉ូបើមិនចង់រៀបការជាមួយមនុស្សរុកជាតិទេប្រញាប់ប្រគល់វត្ថុបុរាណដែលយាយឯងទុកឲ្យមកបងស្រីដើម្បីតាក់មួយបងស្លៀកពាក់បែបហ្នឹងហ្មងអស់ហើយវត្ថុបុរាណនឹងសុទ្ធតែរបស់ខ្លាំងខ្លាយទេកុំមកបោកខ្ញុំឲ្យសោះបើនៅតែមិនព្រមប្រគល់ឲ្យទៀតកុំបន្ទោសថាម្នាក់ជាម្ដាយនេះចិត្តដាច់ឲ្យសោះលេងខ្ញុំភ្លាមនេះជាស្អីនឹងឲ្យខ្ញុំមើលបន្តិចមើលឲ្យខ្ញុំមកចង់បានវត្ថុបុរាណមែនទេបានអញ្ចឹងខ្ញុំនឹងយកវត្ថុបុរាណមកឲ្យអ្នកទាំងអស់គ្នាបានឃើញអូយជើងខ្ញុំនេះជាស្អីហ្នឹងតើព្រួយនេះមកពីណាតែលោកយាយមានរបស់យាមនៅទីនេះមិនជឿក៏បានចង់មកទៀតក៏បានលើកក្រោយមិនមែនបាញ់ចំជើងទេឬក៏ឆាប់ចេញពីទីនេះទៅចាំខ្ញុំផងជួយមើលឲ្យខ្ញុំបន្តិចមើលគាត់ទៅបាត់នៅអូយបើខ្ញុំទៅឥឡូវហ្នឹងប្រហែលជាមិនត្រូវគេបាញ់ដូចកណ្ដុរប្រមាណទៀតទេដឹងអូយឃ្លានបាយណាស់ពួកឯងឃើញអត់ដូចជាឃើញមែនឃើញស្អីមនុស្សទៅណាហើយខ្មោចឡងមែនខ្មោចស្អីទៅខ្មោចមែនតាខ្មោចឡងហើយសាស៊ីនម៉ាពិតជាឯងនឹងរទីយៀតលួចធ្វើរឿងមិនក៏បីមែនចាប់ពួកគេដេញតាមទៅហើយម៉ូអើម៉ូអើយម៉ូអើយម៉ូអើយម៉ូអឺឯងណែណាម៉ូអើយលោកម្ចាស់ពួកគេរត់បាត់ហើយឆាប់ចូលទៅរកអ្នកនាងលីម៉ាំងឲ្យលឿនបាទលោកម្ចាស់មិនទៅរកជាមួយគ្នាទេយើងនឹងចាំនាងនៅទីនេះចាំនាងត្រឡប់មកផ្ទះវិញលើកនេះពួកគេធ្វើបាបម៉ងឪក៏ព្រោះតែខ្ញុំដែរគឺមកពីខ្ញុំការពារនាងមិនបានល្អ
มึงអូនត្រូវតែសុខសប្បាយណាស់มึงតើអូនទៅដល់ណាហើយមិនដឹងថាពេលនេះជាងឈៀនយ៉ាងម៉េចហើយទេបើខ្ញុំមិនត្រឡប់ទៅវិញទេតើវាសនារបស់គេនឹងមិនអាចកែប្រែបានមែនទេតើគេនឹងស្លាប់មែនឬតើត្រូវធ្វើបែបណាទើបអាចជួយគេបានទៅលោកម្ចាស់យ៉ាងម៉េចហើយរកនាងលីនមិនឃើញនៅទេទៀនលោកម្ចាស់យើងទៅសម្រាប់សិនទៅយើងចង់នៅចាំទីនេះយើងនឹងនៅទីនេះរងចាំនាងត្រឡប់មកវិញចុះបើខ្ញុំមិនព្រមបង្ហាញខ្លួនរហូតនោះតើលោកនៅតែរងចាំខ្ញុំរហូតមែនទេយើងនឹងរងចាំនាងរហូតទៅមកខ្ញុំដឹងថាអ្នកឆ្លាតណាស់ឫទ្ធិយាតមិនអាចចាប់អ្នកបានទេអ្នកច្បាស់ជាត្រឡប់មកវិញដោយសុវត្ថិភាពហេខ្ញុំតែម្នាក់ឯងសោះមានអីត្រូវបារម្ភទៅបើត្រូវស្លាប់ក៏ស្លាប់ទៅមកនៅក្នុងចិត្តរបស់ខ្ញុំអ្នកគឺជាសមាជិកគ្រួសាររបស់ខ្ញុំយូរហើយតាំងពីលោកយាយស្លាប់ទៅខ្ញុំគ្មានសាច់ញាតិទៀតទេមិននឹកស្មានថាមានរឿងធំហើយព្រះអង្គម្ចាស់ព្រះអង្គម្ចាស់សត្រូវមានគ្នាច្រើនជាងយើងឆ្ងាយណាស់ពួកគេសម្រុកវីលោកមិនឈប់ឈរទេពួកយើងប្រហែលជាទប់ទល់លេងចប់ហើយទ្រាំលេងចង់ចប់ហើយលោកម្ចាស់ស្វាននៅតែមិនទាន់មកដល់តើគាត់មានបំណងអ្វីឲ្យប្រាកដលោកម្ចាស់ស្វានប្រហែលជាមកមិនទាន់ទេមើលទៅចប់បាត់ហើយទីបំផុតខ្ញុំអាចកែប្រែវាសនាបានហើយដើមរដូវកាលរីឆ្នាំទី4ព្រឺធ្លាក់ខ្លាំងស្ដេចយ៉ែនត្រូវគេឡោមព័ទ្ធកន្លះខែសត្រូវឡោមព័ទ្ធទាំងមុខទាំងក្រោយតបត្រូវវិនាសស្ដេចយ៉ែនក៏សុគតក្នុងសមរភូមិសត្រូវកាត់ក្បាលគាត់យកទៅព្យួរនៅមាត់ទ្វារក្រុងដើម្បីគំរាមកំហែងមនុស្សម្នាយំសោកពេញគោហេតុអីក៏វាសនារបស់លោកនៅតែមិនអាចកែប្រែបានអញ្ចឹងតើខ្ញុំត្រូវធ្វើម៉េចទើបអាចជួយលោកបានជាងឆែនខ្ញុំមានរឿងចង់និយាយជាមួយនាងឲ្យខ្ញុំនិយាយមុននិយាយមកមនុស្សរបស់រាជយាទើបតែមកសម្រាប់លោកតែមិនបានសម្រេចលើកនេះធ្វើធៀបមិនបានសម្រេចគង់តែមានលើកក្រោយទៀតទេខ្ញុំមិនអាចធានាថានឹងការពារអ្នកបានរាល់ដងទេយកផ្លាកបញ្ជានេះទៅរាជធានីទៅវាអាចការពារអ្នកបានវានឹងជួយសម្រួលដល់ការងាររបស់អ្នកមែនហើយពួកយើងដកតបទៅនាំប្រជាជនទាំង 100000 នាក់ក្នុងក្រុងទៅជាមួយផងមិនបានទេបើការពីក្រុងមិនជាប់ទៅមុខទៀតកាន់តែពិបាកហើយដល់ពេលនោះនឹងមានប្រជាជនកាន់តែច្រើនដែលត្រូវបាត់បង់ផ្ទះសម្បែងនិងជីវិតអ្នកដែលគួរតែចាក់ចេញគឺអ្នកទៅវិញទេ
អំបញ្ញមិញឯងទៅតែនិយាយថាខ្ញុំជាគ្រួសាររបស់អញសោះឥឡូវចង់ដេញខ្ញុំចេញទៅវិញយ៉ាងម៉េចបានរបស់ហើយខ្ញុំអស់ប្រយោជន៍ហើយមែនទេឯងនិយាយថាឯងនៅជំពាក់សៀវភៅរូបភាពខ្ញុំមួយគំនោទៀតណាឯងនៅជំពាក់បំណុលខ្ញុំមិនទាន់សងអស់ផងគ្រាន់តែយើងគិតថាលក់អាវក្រោះខ្លួនឯងគឺគ្មានកំណត់ទេបើចង់លក់ត្រូវលក់របស់អ្នកដទៃអ្វីដែលយើងជំពាក់នាងយើងសងអស់ហើយចាប់ពីពេលនេះទៅយើងទាំងពីរលែងជំពាក់គ្នាទៀតហើយនៅទីនេះលែងត្រូវការនាងទៀតហើយខ្ញុំដឹងថាអញធ្វើបែបនេះគឺមកពីបារម្ភពីខ្ញុំតែខ្ញុំចង់រួមសុខរួមទុក្ខជាមួយអ្នករាល់គ្នាអញចង់បង្ខំឲ្យយើងនិយាយការពិតមែនទេតើលោកមានរឿងអីលាក់បាំងខ្ញុំទៅមិនមែនដោយសារតែក្រុមឆាំងយ៉ាងមិនអាចការពារបានទេអីមានយើងនៅទីនេះយ៉ាងហោចណាស់ក៏អាចធានាថាអញមិនស្លាប់ដែរយើងចង់ប្រាប់អញថាយើងនឹងរៀបការជាមួយបុត្រីរបស់សត្រូវរាជសាររបស់ព្រះចៅអធិរាជបានសម្រេចហើយយើងត្រូវកាត់ក្រុមចំនួន10ឲ្យគេហើយបុត្រីរបស់ស្ត្រូវនឹងមកទីនេះដើម្បីរៀបការចងស្ពានមេត្រីមិនដែរឬមួយអញចង់មករារាំងយើងមិនឲ្យរៀបការជាមួយបុត្រីរបស់គេដើម្បីខ្លាចជាស្ដេចត្រួតត្រាទឹកដីមែនទេនិយាយទៅអាហារនិងថ្នាំដែលនាងយកមកឲ្យនឹងក៏មិនអាចផ្លាស់ប្ដូរឋានៈពិតប្រាកដរបស់នាងបានដែរនាងមានសិទ្ធិអីមកធ្វើជាព្រះមហេសីរបស់ខ្ញុំរឿងរ៉ាវកន្លងមកខ្ញុំនៅចាំមិនភ្លេចទេក្រោយព្យុះភ្លៀងកន្លងផុតទៅមេឃក៏ស្រឡះថ្លាលោកម្ចាស់រីកសាគ្រាន់តែប្រាប់ឲ្យដកតកាត់ក្រុងមិនបាននិយាយពីរឿងរៀបការចង់ស្ពានមេត្រីទេហេតុអីក៏ត្រូវដេញអ្នកនាងលីចេញយើងនឹងប្រឆាំងរាជសារពួកស្ត្រូវសាហាវយំក្នុងណាស់ថ្ងៃនេះកាត់ក្រុងឲ្យ10ថ្ងៃស្អែក10ទៀតគឺគ្មានទីបញ្ចប់ឡើយដាច់ខាតមិនអាចកាត់ក្រុងដកតបានទេតែតបស្ត្រូវមានច្រើនជាងយើងដល់ទៅ20ដងឯណោះណាចម្បាំងលើកនេះសង្ឃឹមរួមមានតិចណាស់ប៉ុន្តែនាងមិនហ៊ានប្រថុយគ្រោះថ្នាក់ជាមួយយើងឡើយវ៉ាងអានព្រះអង្គបានបង្ក្រាបស្ត្រូវវិលត្រឡប់មកវិញដោយជោគជ័យហើយឡើងគ្រងរាជ្យនារីមកពីដែនដីឆ្ងាយម្នាក់នោះបានចូលក្នុងវាំងហើយក្លាយជាមហេសីលីវអស់មួយជីវិតអញសុខចិត្តការពារព្រះនាងមកពីគោផ្សេងហើយក៏ការពារតំណែងមហេសីលីវរហូតមកអញស្រឡាញ់នាងខ្លាំងណាស់មែនទេមើលទៅខ្ញុំពិតជាគួរតែត្រឡប់ទៅវិញមែនហើយនិយាយថាអ្នកដែលមកចូលរួមកម្មវិធីដេញថ្លៃនេះសុទ្ធតែជាអ្នកមានអំណាចអាចកំបាំងទាំងអស់សំណាងហើយដែលគ្រូពេទ្យដកដាវឲ្យខ្ញុំគាត់ស្គាល់របស់បុរាណនឹកស្មានមិនដល់សោះថាដាវដែលចាក់ត្រូវខ្ញុំគឺជាវត្ថុបុរាណតាំងពីសម័យរាជវង្សសិង្ហមកម្លេះមួយដើមនេះមិនតិចជាង1លាននោះទេជាង1លាននឹងហើយបងសុំឲ្យបងពិតជាលំបាកណាស់ហើយដើម្បីឲ្យពួកយើងរស់នៅស្រួលឲ្យម៉ែពិបាកបន្តិចក៏មានតម្លៃដែរតែហាមដាច់ខាតកុំឲ្យលីម៉ឹងដឹងឲ្យសោះណាមានរឿងអីដែលមិនឲ្យខ្ញុំដឹង
មិនខ្លាចនឹងប្រាប់ឯងដែរសូម្បីតែយកសពកលនឹកស្មានមិនដល់ដែរមែនទេតើដែលឯងប្រើរបស់កញ្ចាស់យាយឯងមកចាក់ឲ្យខ្ញុំរបួសនោះគឺជាវត្ថុបុរាណសម័យរាជវង្សសិង្ហបងស្រីតើដែលពួកយើងសម្រុកចូលភូមិគ្រឹះអភិបាលខេត្តទៅចាប់បងបើបងព្រមឲ្យចាប់ដោយស្រួលម្លេះក៏មិនបាត់បងលុយច្រើនបែបនេះដែរអ្នកទាំងអស់គ្នាហើយមែនទេគឺពួកគេដែលសម្រុកចូលហាងស្រារបស់ខ្ញុំចង់ចាប់ខ្ញុំហើយប្លន់យករបស់មានតម្លៃរបស់ខ្ញុំទៀតថែមទាំងលួចវត្ថុបុរាណតម្លៃរាប់លានរបស់ខ្ញុំទៅដេញថ្លៃទៀតខ្ញុំទេដែលជាជនរងគ្រោះពិតប្រាកដបញ្ជូនម្ដាយកូនពីរនាក់នេះទៅប៉ុស្តិ៍ប៉ូលីសភ្លាមស្អីគេលេងខ្ញុំទៅនេះវាជាការមួបង្កាច់ច្បាស់ជួយផងលេងខ្ញុំសិនមីយ៉ូកុំសង្ឃឹមថាយកលុយរបស់ខ្ញុំបានឲ្យសោះសូម្បីតែមួយសេនក៏កុំនេះគឺជាវត្ថុដ៏សំខាន់បំផុតគឺរបស់នេះឯងបញ្ជីការរបស់ស្ដេចយានធ្លាប់កាន់អំណាចជំនួសរាជការអស់រយៈពេល3ឆ្នាំកាលនោះបញ្ជីការស្ដេចយានអាចក៏ហៅមន្ត្រីគ្រប់ជាន់ថ្នាក់បាននិងអាចបញ្ជីតបរាប់លានអ្នកទៀតផងនេះហើយជាហេតុផលដែលធ្វើឲ្យរាជយានតាមព្យាបាលស្ដេចយានរហូតមកតម្លៃនៃបញ្ជីការស្ដេចយាននេះមិនអាចកាត់ថ្លៃបានឡើយខ្ញុំឲ្យ50លានខ្ញុំឲ្យ100លានរបស់មានតម្លៃបែបនេះតើអ្នកនាងលីប្រកាសជាចង់លក់មែនទេលោកប្រកាសជាលក់ហើយ300លានទោះវាមានតម្លៃយ៉ាងណាក៏ដោយក៏មិនដល់300លានដែរតម្លៃខ្ពស់បែបនេះតើថ្ងៃក្រោយលក់ចេញវិញយ៉ាងម៉េចទៅពិបាកលក់ណាស់វាក៏គ្រាន់តែជារបស់ងាប់មួយប៉ុណ្ណោះ300លានលើកទី1 300លានលើកទី2សម្រាប់វាមកផ្លូវកណ្ដាលរបស់ខ្ញុំសិនមកហាងស៊ីនជូឥឡូវបាក់សម្ពោធឡើងវិញហើយសូមអញ្ជើញភ្ញៀវចាស់ថ្មីចូលមកពិសាតែក្នុងហាងយើងខ្ញុំចូលកែវអូបាទអញ្ជើញអង្គុយចុះមកឌូនាំពួកយើងទៅផងណាបាទមកផឹកជាមួយពួកយើងបន្តិចមកអូបាទពួកឯងផឹកមុនទៅណាហេតុអីបានជាកន្លែងនេះជឿខ្លាំងម្ល៉េះខ្ញុំសុំចេញទៅក្រៅស្រុកខ្យល់បន្តិចហើយណែតបជាមួយមិនទាន់មកដល់ទេបងប្អូនយើងទប់លេងជាប់ហើយហាមដកថយក្នុងក្រុមសុទ្ធតែចាស់ជ្រានិងក្មេងត្រូវតែការពារទ្វារក្រុងឲ្យបានសម្រាប់ដើមនាទីក្រោយឆ្នាំនេះព្រឹកធ្លាក់ខ្លាំងស្ដេចយ៉ានក្បត់ជាត្រូវគេឡោមព័ទ្ធកន្លះខែខ្មាំងវាលោកសំខាងតបទាំងមូលត្រូវរលីសាបសូន្យស្ដេចយ៉ានសុកគាត់ក្នុងសមរភូមិខ្មាំងកាត់ព្រះសិរសាព្យួរនៅមាត់ទ្វារក្រុងដើម្បីគំរាមរាជពេញមួយក្រុងជាងស៊ីយានមិនមែនលោកនៅជាមួយព្រះនាងទេអីហេតុអីទៅហេតុអីបានជាលោកស្លាប់ម្ដងទៀតហើយនៅក្នុងការដេញថ្លៃវត្ថុបុរាណថ្ងៃនេះគ្រឿងសញ្ញាស្ដេចយ៉ាននៃរាជការតាសឹងត្រូវបានដេញថ្លៃក្នុងតម្លៃខ្ពស់តាមអ្នកប្រវត្តិសាស្ត្រអក្សរបុរាណនៅខាងក្រោយគ្រឿងសញ្ញានេះគឺជាពាក្យពេចន៍ដែលស្ដេចយ៉ានចារទុកឲ្យមហេសីរបស់ទ្រង់អញ្ចឹងមែនទេមិនអានទោះបីជាត្រូវនៅម្នាក់ឯងក៏ត្រូវតែរស់នៅឲ្យមានក្តីសុខដែរណាលោកគ្រូ
ខ្ញុំពិតជាចង់ឆាប់ធំឡើងណាស់លោកគ្រូ ម៉ុងអើយ លោកគ្រូ កុំមានការសោកស្ដាយអីត្រូវតែមានក្តីសុខណា លោកគ្រូ លោកគ្រូ លោកគ្រូពេទ្យយាយប្រាប់ខ្ញុំមកថាត្រូវរុំរបួសយ៉ាងម៉េច ប្រើបង់រំខាត់ឈាមសិនទៅសរសៃឈាមខាងក្នុងត្រូវតែដេកភ្ជាប់ក្រៅពីនឹងគឺអាស្រ័យលើប្រេងវាសនារបស់គេហើយ លោកគ្រូ លោកគ្រូជាងលោកនៅត្រូវរៀបការទៀតណាអញ្ចឹងហើយលោកច្បាស់ជារស់មិនអីទេមែនអត់ ស្ដេចយាយត្រូវព្រួញជាច្រើនគ្រាប់ទ្រាំអស់មួយយប់ហើយ គឺខ្ញុំជាអ្នកធ្វើឲ្យគាត់ស្លាប់គឺខ្ញុំជាអ្នកសម្លាប់គាត់បានស្លាប់នៅលើទវះកាត់ក៏ព្រោះតែខ្ញុំ មិនមែនអញ្ចឹងទេអ្នកណាគេនឹងបងមិនបណ្ដោយឲ្យអូនហូរឈាមរហូតដល់ស្លាប់នៅចំពោះមុខបងបែបនេះទេអញ្ចឹងសាកល្បងម្ដងទៅ លោកគ្រូសៀវភៅនៅណាតើលោកចង់ធ្វើអ្វីឲ្យរកស្ដេចយានបង្ក្រាបស្រូវត្រឡប់មកវិញដោយជោគជ័យហើយឡើងគ្រងរាជ្យទ្រង់បានទទួលនារីមកពីដែនដីតីចូលក្នុងវាំងខ្ញុំយល់ច្បាស់ហើយតាមពិតទៅលោកត្រូវពឹងលើខ្ញុំទើបអាចរស់បានអាចឈ្នះសង្គ្រាមហើយថែមទាំងអាចរៀបការជាមួយស្រីស្អាតមកពីស្រុកក្រៅទៀតផងអូយខ្ញុំនេះពិតជាសីមែន តើអ្វីទៅជាសី ចៃយ៉ានលោកមិនទាន់ស្លាប់ទេល្អណាស់លោកមិនបានស្លាប់ដោយសារដៃខ្ញុំទេជាងចៃយ៉ាននេះជាលើកទី2ហើយដែលខ្ញុំជួយលោក ឬមួយក៏បងប្រាប់ឲ្យអូនទៅរាជធានីតែហេតុអ្វីបានជាអូនត្រឡប់មកវិញ ខ្ញុំមានអារម្មណ៍ថាមានរឿងខ្លះខ្ញុំមិនទាន់បាននិយាយឲ្យច្បាស់នៅឡើយទេប្រសិនបើខ្ញុំនិយាយឲ្យច្បាស់ប្រហែលជាលទ្ធផលរបស់អ្នកនឹងមិនខ្លាចជាបែបនេះទេ ថាម៉េចរាជវង្សតាសឹងគង់តែរលាយរលត់ទេសឺយានទោះជានាងព្យាយាមយ៉ាងណាក៏គ្មានប្រយោជន៍ដែរតែខ្ញុំស្គាល់នគរបុរាណមួយឈ្មោះថាតាស៊ីខ្ញុំនឹងនាំនាងទៅនាងនឹងរស់នៅទីនោះបានយូរអង្វែងម៉ឹងអើខ្ញុំចង់នាំនាងទៅកន្លែងមួយសិន ចា
Mừng mớiប្រជារាស្ត្រនៅតាមផ្លូវនេះចុះខ្ញុំកើតមកជាបុត្រារបស់ស្ដេចពួកគេចិញ្ចឹមបីបាច់ខ្ញុំក្នុងវាំងហើយខ្ញុំក៏ត្រូវការពារពួកគេវិញដែរនេះគឺជាកាតព្វកិច្ចរបស់ខ្ញុំលោកម្ចាស់លោក Shen តូចសូមជម្រាបសួរលោកម្ចាស់លោកត្រូវតែឈ្នះសង្គ្រាមនេះឲ្យបានណាលោកម្ចាស់ប្រពន្ធខ្ញុំសម្រាប់បានកូនប្រុសម្នាក់ហើយនេះក៏ដោយសារបុណ្យបារមីរបស់លោកដែរភេងរឲ្យគ្រូសាដែលឯងនិយាយនោះពួកគេក៏ដូចគ្នាដែរការចេញច្បាំងមិនមែនជាបំណងរបស់ខ្ញុំទេតែវាជាកាតព្វកិច្ចរបស់ខ្ញុំទោះបីជាត្រូវវិនិច្ឆ័យអស់ទាំងកងទ័ពឬត្រូវបូជាជីវិតដើម្បីជាតិក៏ដោយទោះបីជាត្រូវវិនិច្ឆ័យអស់ទាំងកងទ័ពឬត្រូវបូជាជីវិតដើម្បីជាតិក៏ដោយមូបងសុំទោសបងត្រូវតែឈ្នះសង្គ្រាមមួយនេះឲ្យបានចាប់ពីពេលនេះទៅលោកមើលថែប្រទេសលោកចុះចំណែកខ្ញុំនឹងទៅរកព្រះធម៌វិញបងស្រីមានការអីហ្នឹងបងស្រីមកតាមខ្ញុំមកខ្ញុំមានរបស់ល្អចង់ឲ្យបងមើលទេវតាតូចនេះគឺជារូបបងនឹងណាបងស្រីពួកអ្នកយកខ្ញុំមកបូជាក្នុងវិហារបែបនេះអីនេះជាអ្វីដែលពួកយើងរៀបចំជូនលោកស្រីសូមទេពធីតាមេតាជួយឲ្យស្រុកទេសសុខសាន្តត្រជាក់ត្រជុំផងខ្ញុំមិនមែនជាទេពធីតាអីនោះទេលោកស្រីជាទេពធីតាលោកស្រីជួយផ្ដល់អាហារនិងដេញជំងឺចង្រៃបើគ្មានលោកស្រីពួកយើងស្លាប់បាត់ហើយសូមទេពធីតាមេតាជួយឲ្យស្ដេចយ៉ានឈ្នះសង្គ្រាមផងខ្ញុំមិនមានសមត្ថភាពខ្លាំងដល់ថ្នាក់នឹងទេទេពធីតាពួកយើងជឿលើលោកស្រីទីនេះជាផ្ទះតែមួយគត់របស់ពួកយើងសូមជួយឲ្យស្ដេចយ៉ានឈ្នះសង្គ្រាមផងសូមទេពធីតាមេតាជួយថែរក្សាស្ដេចយ៉ានផងបើធៀបនឹងរាជរាប់សែនអ្នកការលះបង់បន្តិចបន្តួចនេះមិនស្មើនឹងអ្វីឡើយបើខ្លាំងបញ្ចេញស្បៀងឲ្យប្រជារាស្ត្រទាំងអស់មកទទួលស្បៀងនៅជំរំតបទៅសយានទីបំផុតខ្ញុំយល់ពីលោកហើយទោះបីជាចាប់ពីពេលនេះទៅក្នុងលោករបស់លោកគ្មានរូបខ្ញុំក៏ដោយក៏ខ្ញុំត្រូវតែជួយលោកឲ្យឈ្នះសង្គ្រាមមួយនេះដែរមកឆាប់ក្រោកឡើងមកណាបានហើយទេពធីតានឹងតាមថែរក្សាយើងពួកយើងកុំរំខានលោកអីបងស្រីចូលចិត្តអត់នេះជារូបចម្លាក់ DF ដែលខ្ញុំនិងអ្នករាល់គ្នាជួយគ្នាធ្វើនឹងតើឯងឈ្មោះអីដែរខ្ញុំដឹងត្រឹមតែថាខ្លួនឯងត្រកូលហ្វាងតែគ្មានឈ្មោះហៅនឹងគេទេអ្នករាល់គ្នាសុទ្ធតែហៅខ្ញុំថាក្មេងស្មុំត្រកូលហ្វាងចាសលោកយាយរបស់ខ្ញុំគាត់មានឈ្មោះថាហ្វាងនួនអីចឹងអញឈ្មោះហ្វាងនួនទៅចុះយេខ្ញុំមានឈ្មោះហើយទៅថ្ងៃមុខបើខ្ញុំមិននៅទេឯងជួយមើលថែហាងស្រាជំនួសខ្ញុំផងបានទេចាសតើនៅទីនេះមានអាវុធប្រភេទផាំងនឹងអត់តើវាថ្លៃប៉ុន្មានមួយរៀងក្នុងមួយគ្រឿងយកអាផាំងនឹង10គ្រឿងមកសិនមកហើយយកអាក្របបែក10ទៀតថែមអាបាញ់រះមួយចំនួនទៀតមកខ្ញុំចង់បើកការប្រយុទ្ធមួយនៅមាត់ច្រកក្រុងជាពិធីបុណ្យឈាមដ៏អស្ចារ្យអញ្ចឹងអ្នករកចំមនុស្សហើយតើយើងនៅសល់តប៉ុន្មានអ្នកទៀតនៅសល់មិនដល់ 5000 អ្នកផងចុះខាងគេវិញនៅសល់តប៉ុន្មានខាងស្ត្រូវយ៉ាងហោចណាស់ក៏នៅសល់ 160,000 អ្នកដែរក្រាបទូលលោកម្ចាស់ទេពធីតាមកដល់ហើយ
ស៊ីហ្វឹងអ្វីដែលខ្ញុំនិយាយថាទូនឹងគឺជារបស់នេះឯងដាក់ស្ពនថចូលបន្តិចដាក់ជាតិអំបិលចូលបន្តិចស្ករមិនបាច់ស៊ីទេដាក់ស្ករចូលទៀតទៅធ្វើបែបនេះមើលទៅដូចទេពធីតាយណាទៅមកដល់ហើយរេមកមើលនេះរបស់ល្អនេះគេហៅថាកាំជ្រួចពេលបាញ់ទៅលើមេឃស្អាតខ្លាំងណាស់ចុះបើធ្វើឲ្យធំជាងនេះវិញអូនោះគេហៅថាក្របបែកបាញ់ចូលកណ្ដាលហ្វូងមនុស្សស្អាតណាស់បើកប់ក្នុងដីវិញកាន់តែស្អាតក្នុងពិភពលោករបស់អ្នកបេះដូងខ្ញុំលោតញាប់ណាស់ចង់នៅក្បែរអ្នករាល់ថ្ងៃអារម្មណ៍ស្រឡាញ់ខ្ញុំចេះតែមានកាន់តែខ្លាំងសូម្បីតែក្នុងសុបិនក៏នៅតែចង់ជួបអ្នកដែរពិធីរបស់លោកម្ចាស់សិនពិតជាស័ក្តិសិទ្ធិមែនដកតបហើយពួកវាដកតបហើយយើងឈ្នះហើយលោកម្ចាស់យើងការពីក្រុមបានដោយមិនបាត់បង់តបម្នាក់ឡើយសង្គ្រាមចប់ហើយសង្គ្រាមចប់ហើយសង្គ្រាមចប់ហើយវាមិនទាន់ចប់ទេនៅមានម្នាក់ទៀតបើគេមិនទាន់ស្លាប់សង្គ្រាមក៏មិនទាន់ចប់ដែរតើនរណាគឺព្រះអង្គម្ចាស់នេនកូសេងយើងមិនអាចលើកលែងឲ្យគេបានទេព្រះអង្គម្ចាស់ទូលបង្គំមិនចង់ស្លាប់ទេព្រះអង្គម្ចាស់ព្រះអង្គម្ចាស់លើកលែងទោសផងព្រះអង្គម្ចាស់សូមរងាប់កំហឹងផងទូលបង្គំបានរៀបចំគ្រប់យ៉ាងរួចរាល់អស់ហើយមែនហើយពិតមែនហើយទូលបង្គំបានតាក់ទងមេតបអ៊ូលីបាតូពីនកូរ៉ូឆាប្រមូលទ័ពសេះ500នាក់បែងចែកជា500ផ្លូវលើកទ័ពមកទីនេះហើយព្រះអង្គម្ចាស់ទតមើលចុះនៅទីនោះគឺជាកងទ័ពរបស់មេតបអ៊ូលីបាតូមើលចុះព្រះអង្គម្ចាស់នៅទីនោះក៏មានកងទ័ពជួរមុខដែលនគររ៉ូឆាបញ្ជូនមកជួយយើងដែរព្រះអង្គម្ចាស់ទតមើលមួយទៅណាព្រះអង្គម្ចាស់ចុះមនុស្សទៅណាអស់ហើយជឿសៃម៉ាអាបំរើថោកទៀតព្រះអង្គម្ចាស់ទតមើលមួយទៅណាព្រះអង្គម្ចាស់ពួកយើងមានសុវត្ថិភាពហើយព្រះអង្គម្ចាស់ប្អូន7ពួកយើងនៅមានបងស្រី5លានអ្នកទៀតពួកយើងមានសុវត្ថិភាពហើយបញ្ជូនគេត្រឡប់ទៅរាជធានីវិញទុកឲ្យបិតាជាអ្នកចាត់ការចុះពួកយើងមានសុវត្ថិភាពហើយឯងនាំទ័ពត្រឡប់ទៅជំរំមុនទៅខ្ញុំត្រូវទៅរកលីម៉ង់ព្រះរាជសារមកដល់ព្រះអង្គម្ចាស់លោកដៃក្នុងកិច្ចការរាជការធ្វើឲ្យខូចកងទ័ពធ្វើបាបប្រជារាស្ត្រនិងបំផ្លាញជាតិទោសនេះមិនអាចលើកលែងបានឡើយចាប់ពីថ្ងៃនេះទៅត្រូវដកតំណែងរាជយាតដកហូតត្រានិងទម្លាក់មកជាជនសាមញ្ញចាប់ព្រះរាជសារមេតាសង្គ្រាមបានបញ្ចប់ហើយត្រឡប់ទៅរាជធានីជាមួយបងទៅធ្វើជាមហេសីរបស់បងឬមួយមហេសីនៅក្នុងសៀវភៅនោះគឺជាខ្ញុំបើចាក់ចេញពីហោជីវ័យតើខ្ញុំអាចត្រឡប់ទៅសម័យបច្ចុប្បន្នវិញបានទេចុះបើអញ្ចឹងមិនមែនមានន័យថាខ្ញុំត្រូវចាក់ចេញពីស្រុកកំណើតខ្ញុំទេអីមកអើយទៅថ្ងៃមុខវាំងនេះហើយគឺជាផ្ទះរបស់នាងប៉ុន្តែនៅស្រុកខ្ញុំមានទាំងកុំព្យូទ័រទូទឹកកកម៉ាស៊ីនត្រជាក់ហើយថែមទាំងមានមន្ទីរពេទ្យព្យាបាលជំងឺទៀតផងទោះបីជាខ្ញុំមិនយល់ពីអ្វីដែលនាងនិយាយដូចជាម៉ាស៊ីនត្រជាក់កុំព្យូទ័រឬទូទឹកកកក៏ដោយប៉ុន្តែខ្ញុំដឹងថាបើនាងព្រមទៅជាមួយខ្ញុំនឹងមើលថែនាងឲ្យរស់នៅស្រួលនិងការពារនាងឲ្យមានសុវត្ថិភាពបំផុតក្នុងសម័យសង្គ្រាមបែបនេះនាងត្រូវតែចេះការពារខ្លួនឯងយកទេហេតុអីក៏នាងរបួសទៀតហើយមកតាមខ្ញុំទៅបន្ទីតបលើកនេះខ្ញុំនឹងលាបថ្នាំឲ្យហេតុអីក៏ត្រូវនៅចាំការពារហាងស្រានេះម្លេះបើគេវាកំទេចហើយក៏ឲ្យវាហើយទៅខ្ញុំខ្លាចថាបើហាងស្រានេះបាត់បង់ទៅខ្ញុំនឹងមិនអាចជួបនាងបានទៀតទេ
ទេព្រះចៅអធិរាជសោយទីវង្គតបានបន្សល់ទុកនៅព្រះរាជសារនៅក្បែរក្រែថាស្ដេចយ៉ានមានភក្ដីភាពសុចរិតនិងទទួលបានការគាំទ្រពីប្រជារាស្ត្រពេលនេះយើងទទួលបញ្ជាពីឋានសួគ៌សូមប្រគល់រាជបល្ល័ង្កនិងទឹកដីនេះឲ្យទៅទ្រង់ដើម្បីសេចក្ដីសុខសាន្តនៃគោទាំងមូលព្រះរាជសារអធិរាជលីម៉ឹងជឺមានគុណធម៌ខ្ពង់ខ្ពស់រួបរวมគ្រប់ទិសទីក្នុងឱកាសអធិរាជឡើងគ្រងរាជ្យត្រូវបានតែងតាំងជាអាគមហេសីដើម្បីគ្រប់គ្រងរាជវាំងនិងជួយកិច្ចការរដ្ឋឯងថយចេញទៅសិនទៅខ្ញុំទៅមើលបន្តិចសិននារីម្នាក់នោះបានចូលក្នុងវាំងហើយបានក្លាយជាអាគមហេសីអស់មួយជីវិតសៀវភៅប្រវត្តិសាស្ត្រនេះដូចជាមានបញ្ហាអីយ៉ាងហើយហេតុអីក៏គាត់នៅតែទៅរកព្រះនាងទៀតមិនបានតែងតាំងខ្ញុំជាអាគមហេសីផងនឹងតើនឹងមានរឿងអីកើតឡើងទៀតទេក្រាបទូលព្រះអង្គធ្វើបែបនេះគឺខុសនឹងទំនៀមទម្លាប់ហើយយើងមកមើលមហេសីរបស់យើងតើមានអីខុសនឹងទំនៀមទម្លាប់ទៅកុំហៅផ្ដេសផ្ដាស់អីមិនទាន់បានតែងតាំងផងនឹងពិធីនៅខាងក្រៅរៀបចំរួចរាល់អស់ហើយចាំតែអូនចេញទៅប៉ុណ្ណោះមានអីដែលហៅមិនបានទៅបើមិនទាន់តែងតាំងគឺអាចមានរឿងកើតឡើងមិនដឹងថាបន្តិចទៀតមានព្រះនាងមកពីនគរផ្សេងមកដណ្ដើមរៀបការជាមួយបងក៏មិនដឹងទីទេដល់ម៉ោងមង្គលហើយមកអើយទៅជាមួយយើងមូឲ្យចាប់ពីពេលនេះទៅយើងនឹងរួមគ្នាការពារទឹកដីប្រជារាស្ត្រនិងមានសេចក្តីសុខហើយយើងនឹងរស់នៅយ៉ាងសុខសាន្តជាមួយគ្នាមូអូនកើតអីហ្នឹងមូនេះវាមានរឿងអីទៅមូតាមពិតនេះគឺជាទីបញ្ចប់របស់យើងមែនទេកុំអីតាមពិតទៅនារីមកពីដែនដីឆ្ងាយដែលត្រូវបានតែងតាំងក្នុងសៀវភៅនោះគឺជាខ្ញុំសោះបងមិនដឹងថាអូនមកពីណាទេបងគ្រាន់តែដឹងថាបងចង់រួមរស់ជាមួយអូនមើលថែទឹកដីនេះជាមួយគ្នានៅក្បែរគ្នារហូតដល់ចាស់កងខ្នងសិនយេជីវិតមនុស្សវែងឆ្ងាយណាស់កុំរស់នៅម្នាក់ឯងរហូតដល់ចាស់អីគុំទៅអីអូនគុំទៅចោលបងអីបងគ្រាន់តែចង់នៅជាមួយអូនរស់នៅជាមួយគ្នាស្លាប់ទៅក៏នៅក្បែរគ្នាខ្ញុំធ្លាប់គិតថាខ្ញុំអាចនៅក្បែរលោកអស់មួយជីវិតតែចុងក្រោយខ្ញុំមិនមែនជារបស់ទីនេះទេត្រឡប់មកទីនេះវិញបាទលោកគ្រូមិនថាឯងទៅដល់ទីណាទេលើកនេះទោះបីជាត្រូវស្លាប់ក៏ខ្ញុំត្រូវតែរកឯងឲ្យឃើញដែរមូរ៉ាន់មូរ៉ាន់គឺឯងជាអ្នកនិយាយឲ្យខ្ញុំរៀនចេះថែរក្សាវ៉ា
មកអី មិនក៏អ្នកមកទីនេះ ចាប់ពីពេលនេះទៅអ្នកគឺជាម្ចាស់ភោជនីយដ្ឋាននេះហើយ គាត់តែងតែរងចាំអ្នករហូតមក លោកយាយតើលោកយាយចង់សម្ដៅលើអ្នកណាតែងតែរងចាំខ្ញុំ ក្រាបទូលព្រះអង្គជាង ជាងអីទៅ ជាង តើអ្នកឈ្មោះអ្វីតើអ្នកត្រកូលជាងមែនទេ អាឡូចាំបន្តិចអានឹងខ្ញុំទុកខ្លួនឯងវិញហើយ តើឯងមានន័យថាម៉េចហ្នឹង សឺយ៉ានខ្ញុំនឹកលោកខ្លាំងណាស់ តើកញ្ញាលីនៅទីនេះទេកញ្ញាលីអ្នកប្រុសរបស់ខ្ញុំដឹងខ្លួនហើយគាត់ចង់ជួបកញ្ញា នឹងគឺជាការភ្ជាប់ពាក្យដែលម៉ាក់ខ្ញុំជាអ្នករៀបចំខ្ញុំមិនធ្វើជាប្រពន្ធចុងគេទេសូមអ្នកប្រុសយូរទៅរកអ្នកផ្សេងទៅ អ្នកប្រុសរបស់ខ្ញុំប្រាប់ថារបស់នេះគួរតែប្រគល់ជូនម្ចាស់ដើមវិញ នេះគឺជាជំនុំភ្ជាប់ពាក្យរបស់ខ្ញុំមានតែប្រពន្ធរបស់ខ្ញុំម្នាក់គត់ទើបអាចពាក់វាបាន ណែខ្ញុំរកអ្នកឯងឃើញហើយ អូហូនេះមិនមែនជាថៅកែលីនៅអគារជីវ័យទេអីមិនទាន់ដល់ម៉ោងបញ្ចុះតម្លៃផងនឹងមិនក៏មកដល់ផ្សារទំនើបសានកុងយើងចឹង ផ្សារអ្នកឯងមានអង្គអត់ខ្ញុំប្រហែលជាត្រូវការច្រើនបន្តិចហើយច្រើនណាស់ណាផ្សារទំនើបសានកុងយើងល្បីរឿងលក់ច្រើននឹងហ្មង ខ្ញុំចង់បាន 5000 គីឡូ 5000 គីឡូខ្ញុំមើលទៅសំបីតែ5គីឡូក៏នាងឯងគ្មានលុយទិញផងចង់បាន5000 គីឡូមានលុយអត់ហ្នឹង ឬមួយក៏ផ្សារទំនើបលោកអញអត់មាន ផ្សារទំនើបសានកុងយើងមានគ្រប់មុខទាំងអស់អង្គ5000 គីឡូដឹងថាអស់ប៉ុន្មានអត់បើមានលុយទៅទិញខោអាវល្អស្លៀកសិនទៅរើសរបស់សនៅផ្សារមាត់ច្រកក្រុងនោះទៅល្អជាង ប៉ុណ្ណេះទិញអង្គប៉ុណ្ណេះទិញមីហើយប៉ុណ្ណេះទិញប្រេងនិងអំបិល លុយច្រើនម្ល៉េះគ្រប់ហើយគឺពិតជាគ្រប់គ្រាន់ណាស់ខ្ញុំនឹងទៅរៀបចំអីវ៉ាន់ជូននាងភ្លាម ខោអាវខ្ញុំស្លៀកនេះអាក្រក់មើលណាស់មែនទេ អូយមិនមែនទេការហូបចុកស្លៀកពាក់សំខាន់ឲ្យតែយើងមានអារម្មណ៍ថាស្រួលខ្លួនទៅបានហើយ
សួស្ដីលោកពូសួស្ដីចាចាំបន្តិចណាខ្ញុំប្រគល់អីវ៉ាន់ឲ្យឥឡូវហើយ